អត្តន័យនៃទ្រព្យសម្បត្តិនិងភាពជោគជ័យដែលពាក្យទ្រព្យសម្បត្តិបើតាមន័យដើមមានន័យថាជាសភាវៈសុខស្រួលប៉ុន្តែបើតាមការប្រើប្រាស់ពាក្យនេះភាគច្រើនសំដៅទៅរកវត្ថុទាំងឡាយណាដែលពង្រឹងសុខភាពខាងផ្លូវកាយជាទូទៅជាងសុខុមាលភាពផ្លូវចិត្តទ្រព្យសម្បត្តិគឺរួមមានវត្ថុសម្រាប់ទ្រទ្រង់រាងកាយដែលវានាំឲ្យមនុស្សសុខភាពល្អនិងវត្ថុទាំងឡាយសពសារពើព្រោះហេតុនេះទ្រព្យសម្បត្តិជារឿយៗតែងត្រូវបានគេគិតថាជាវត្ថុដ៏មានតម្លៃយោងទៅតាមលទ្ធិព្រះពុទ្ធសាសនាទ្រព្យសម្បត្តិគឺគ្រាន់តែជាតម្រូវការរបស់មនុស្សប៉ុណ្ណោះមនុស្សត្រូវប្រើប្រាស់ដើម្បីជួយក្រុមគ្រួសាររបស់ខ្លួននិងជួយអ្នកកំសត់ទុរគតភាពជោគជ័យជាទស្សនៈផ្សំមួយយើងអាចជោគជ័យក្នុងអ្វីមួយដែលយើងខិតខំប្រឹងប្រែងធ្វើដោយពិតក៏ប៉ុន្តែយើងមិនគួរបាត់បង់នៅគំហើញនៃភាពជោគជ័យនៃផ្នែកសតិបញ្ញាទេព្រោះនឹងនាំមកនូវភាពអន្តរាយនៅពេលដែលយើងដឹងថាភាពជោគជ័យផ្នែកខាងសម្ភារៈធ្វើឲ្យគ្រោះថ្នាក់ដល់ការរីកចម្រើនខាងសតិបញ្ញាយើងក៏បីស្វែងរកភាពជោគជ័យទាំងពីរដោយបញ្ញាប្រសិនបើចង់ទទួលបានជោគជ័យលោកអ្នកក៏បីធ្វើតាមប្រយោគខាងក្រោមឲ្យបានច្រើនដងជារៀងរាល់ថ្ងៃដូចជាការនិយាយមកកាន់ខ្លួនឯងថាខ្ញុំជាអ្នកជោគជ័យខ្ញុំនឹងជោគជ័យខ្ញុំកំពុងជោគជ័យក្រោកពីដេកក្នុងពេលព្រឹកក៏បីនិយាយថាឬទន្ទិញប្រយោគនេះឲ្យបានច្រើនដងមុនពេលចូលគេងពេលយប់ក៏បីរំលឹកវាម្ដងទៀតប្រយោគទាំង3នេះបានបង្កប់ឃ្លាជោគជ័យ3យ៉ាងច្បាស់ក្រឡែតគំនិតថាខ្ញុំអាចក្លាយជាអ្នកជោគជ័យគឺជាឃ្លាទទួលស្គាល់ភាពជោគជ័យអ្នកទទួលស្គាល់ថាអ្នកអាចជោគជ័យខ្ញុំនឹងជោគជ័យតំណាងឲ្យឃ្លាបញ្ជាក់ពីការយល់ដឹងអ្នកបានដឹងថាបញ្ញាយល់ត្រូវវានឹងនាំមកនូវភាពជោគជ័យដល់អ្នកហើយដោយសារអ្នកបានបដិញ្ញាចិត្តនឹងគិតឲ្យបានត្រឹមត្រូវអ្នកដឹងថាអ្នកនឹងជោគជ័យតាមពិតនេះគឺជាការឲ្យន័យដល់ភាពជោគជ័យទាំងផ្នែកសម្ភារៈនិងបញ្ញាស្មារតីហើយទ្រព្យសម្បត្តិទាំង3យ៉ាងនោះខ្ញុំមានវត្ថុ3យ៉ាងដើម្បីបង្ហាញលោកអ្នកទី1ការបន្ទន់បន្ទាបខ្លួនទី2ខន្តីគឺអំណត់អត់ធន់ចំណែកទី3គឺមេត្តាសេចក្តីអាណិតអាសូរសភាវៈទាំង3នេះជាទ្រព្យដ៏ធំបំផុតរបស់អ្នកសូមបន្ទន់បន្ទាបខ្លួនក្នុងកាយកម្មនិងមនោកម្មវាជាទង្វើដែលនាំអ្នកទៅកាន់ភាពថ្លៃថ្នូរនិងភាពជោគជ័យសូមអត់ធន់ចំពោះមិត្តនិងសត្រូវដែលអ្នកបានជួបប្រទះហើយសូមធ្វើមេត្តាចិត្តចំពោះខ្លួនឯងដោយផ្សារភ្ជាប់ខ្លួនជាមួយសត្វទាំងអស់លើលោកនៅក្នុងបទបង្ហាញមួយរបស់ព្រះសម្មាសម្ពុទ្ធបានបង្ហាញថាការបន្ទន់បន្ទាបខ្លួនគឺជាមង្គលដ៏ឧត្តមអ្នកណាក៏ស្រឡាញ់អ្នកចេះបន្ទន់ខ្លួនដែរហើយអ្នកណាក៏មិនចូលចិត្តមនុស្សរឹងទទឹងដែរកាលដែលគេស្រឡាញ់នេះហើយជារឿងមង្គលហើយកាលដែលគេស្អប់នោះហើយជារឿងអពមង្គលមនុស្សដែលមាននៅភាពអំណត់អត់ធន់ជាមនុស្សគ្មានសត្រូវមានតែសេចក្តីស្ងប់ក្នុងចិត្តគេងលក់ស្រួលអ្នកណាក៏ចង់នៅក្បែរព្រោះថាភាពស្ងប់របស់គេបានជះសាយនូវភាពស្ងប់ដល់ចិត្តរបស់អ្នកដទៃផងដែរមនុស្សដែលមានមេត្តាចិត្តកុំថាឡើយតែមនុស្សស្រឡាញ់សូម្បីតែសត្វក៏វាស្រឡាញ់មនុស្សដែលមានមេត្តាចិត្តដែរអំណាចរបស់ពាក្យសម្ដីពាក្យមានអំណាចក្នុងការបំផ្លាញនិងការផ្សះផ្សាពេលពាក្យដែលយើងនិយាយជាសភាវៈពិតនិងមានមេត្តាពាក្យនោះអាចផ្លាស់ប្ដូរពិភពលោកនេះបានក្របកាំភ្លើងមួយគ្រាប់អាចសម្លាប់មនុស្សបានតែម្នាក់ប៉ុណ្ណោះប៉ុន្តែសម្ដីរបស់មនុស្សមួយម៉ាត់គឺអាចសម្លាប់មនុស្សរាប់រយលានអ្នកបានដូច្នេះត្រូវតែប្រយ័ត្នចំពោះពាក្យសម្ដីដែលអ្នកដទៃបាននិយាយហើយក៏ត្រូវប្រយ័ត្នចំពោះពាក្យសម្ដីដែលយើងនិយាយដែរពូថៅគឺជាមាត់មនុស្សកើតមកមានពូថៅនៅក្នុងមាត់គេហើយគេក៏កាប់ខ្លួនឯងដោយវាចាអាក្រក់ពូថៅអាចកាប់ដើមឈើដាច់ពិតបានយ៉ាងណាពាក្យសម្ដីរបស់មនុស្សក៏អាចកាត់ផ្ដាច់នៅចំណងតាក់ទងមនុស្សឬជីវិតមនុស្សបានក៏យ៉ាងនោះដែរទ្រព្យមិនមែនសុទ្ធតែល្អនិងអាក្រក់នោះទេវាប្រៀបដូចជាជីវិតមនុស្សក្នុងโลกនេះប្រកបទៅដោយក្តីសប្បាយរីករាយនិងទុក្ខដូចនេះដែរវាអាស្រ័យទៅលើវិធីដែលយើងទទួលបានទ្រព្យនោះឬអ្វីដែលយើងធ្វើដើម្បីទទួលបានវានិងស្មារតីដូចម្តេចក្នុងការដោះស្រាយវាមនុស្សខ្លះបានទ្រព្យដោយអំពើខុសច្បាប់និងប្រើប្រាស់វាដើម្បីតែប្រយោជន៍ខ្លួនប៉ុណ្ណោះប្រការនេះរឹតតែមិនអាចឲ្យបុគ្គលនោះបានសេចក្តីសុខទាល់តែសោះតែផ្ទុយទៅវិញគេនឹងបានសុខបើគេនោះបានទ្រព្យមកប្រកបដោយធម៌និងមិនបៀតបៀនអ្នកដទៃគេអាចនឹងសប្បាយរីករាយក្នុងការប្រើប្រាស់ទ្រព្យទាំងនោះប្រាសចាកលោភៈនិងទោសៈបានបុគ្គលនោះនឹងមានសតិស្មារតីខ្ពស់ដឹងគ្រោះថ្នាក់ដែលកើតពីការលោភលន់ចង់បានទ្រព្យនោះនឹងចេះចែករំលែកទ្រព្យនោះដល់អ្នកដទៃដើម្បីធ្វើសេចក្តីល្អតាមទំនងនេះទ្រព្យនឹងនាំមកនូវភាពសប្បាយរីករាយនិងនាំមកនូវសេចក្តីសុខដល់បុគ្គលមានទ្រព្យដែលមានមិនសម្រាប់តែខ្លួនឯងទេតែសម្រាប់អ្នកដទៃផងដែរនោះអ្នកប្រាជ្ញនិងអ្នកមានលុយកាបូបយួររបស់អ្នកមាន
និងបិចរបស់អ្នកប្រាជ្ញអ្នកមានអំនួតដោយសារកាបូបលុយរីបណ្ឌិតវិញមានអំនួតដោយសារចុងបកាលុយពិតជាមានថាមពលមែនតែនគ្មានអ្នកណាម្នាក់មិនប្រាថ្នាចង់បានលុយឡើយនៅក្នុងលោកនេះលើកឡើងតែព្រះអរហន្តដែលលោកអស់កិលេសតណ្ហាប៉ុណ្ណោះទើបលែងប្រាថ្នាចង់បានអ្វីទៀតក៏ប៉ុន្តែសម្រាប់មនុស្សទូទៅដែលហៅថាបុថុជនតែងប្រាថ្នាចង់បានលុយដូចគ្នាប្រសិនបើគេសួរថាតើអ្នកចង់បានលុយទេអ្នកនោះឆ្លើយថាខ្ញុំមិនចង់បានលុយទេគឺមានន័យថាអ្នកនោះកុហកអ្នកហើយជាងនេះទៅទៀតមនុស្សសពថ្ងៃនេះសំញែងរឿងសម្ភារៈឬលុយកាក់នេះមែនតែនប៉ុន្តែចំពោះអ្នកប្រាជ្ញគេគិតថាលុយមិនអាចបង្កើតចំណេះបញ្ញាបានទេតែចំណេះបញ្ញាគឺអាចបង្កើតលុយបានមិនអាចបំពេញមហិច្ឆតាការដែលមិនអាចបំពេញមហិច្ឆតាបានមហិច្ឆតាគឺជាកិលេសដ៏មានអំណាចនៅក្នុងដើមទ្រូងរបស់មនុស្សបើបំពេញឲ្យវាកាន់តែច្រើនកាន់តែមិនគ្រប់គ្រាន់ឆ្មាដែលវង្វេងផ្លូវដើរឆ្លងកាត់ផ្ទះរបស់យើងមានចិត្តអាណិតវាក៏ឲ្យបាយស៊ីសូមធានាថាវាប្រកាសជាមិនទៅណាឡើយព្រោះវាបានសុខក្នុងផ្ទះយើងព្រោះបានបាយស៊ីនិងមានផ្ទះដេកល្អបើយើងចង់ដេញវាពិតជាមិនបានព្រោះវាសម្គាល់ថាជាផ្ទះរបស់វាយ៉ាងណាមិញប្រសិនបើយើងរឹតតែបំពន់តណ្ហានោះតណ្ហារឹតតែមានកម្លាំងប្រឆាំងនឹងយើងថែមទៀតហើយវានឹងមិនចេះគ្រប់គ្រាន់ឡើយប្រៀបបាននឹងបោះដុំបាយទៅក្នុងរណ្ដៅជ្រៅមិនអាចពេញបានក៏យ៉ាងនោះដែរអ្នកគួរតែគិតពីពេលវេលាជាងការគិតពីលុយដែលបានបាត់ទៅអាចបានមកវិញប៉ុន្តែពេលវេលាដែលបានទៅគឺបាត់ជារៀងរហូតតាមពិតទៅពេលវេលាពិតជាមានតម្លៃជាងលុយមែនព្រោះថាយើងអាចរកលុយបន្ថែមបានតែយើងមិនអាចរកពេលវេលាបានឡើយមនុស្សម្នាក់មានតែ24ម៉ោងប៉ុណ្ណោះហើយអាចកំបាំងនៃភាពជោគជ័យគឺការគ្រប់គ្រងលើការងារដែលយើងស្រឡាញ់បរិស្ថានដែលនៅជុំវិញយើងប្រកបដោយភាពសាទរនិងសុតិធនិយមភាពជោគជ័យផ្នែកហិរញ្ញវត្ថុភាពស្ទាត់ជំនាញការព្យាយាមក្នុងការងារជាប្រចាំនិងរៀនច្បាប់ជោគជ័យជាប្រចាំសុខភាពល្អបញ្ញារក្សាអ្នកដទៃក្នុងអរិយាបថចេះជួយធុរៈគ្នាសម្លៀកបំពាក់សមរម្យតាមតម្រូវការប្រចាំនៃការងាររបស់ខ្លួនសូមធ្វើអ្វីដែលអ្នកស្រឡាញ់និងស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើត្រូវរៀនឲ្យមានគំនិតសុតិធនិយមចំពោះខ្លួនឯងនិងអ្នកដទៃសូមចាំថាគំនិតអវិជ្ជមានសូម្បីតែតិចតួចក៏អាចបំផ្លាញអ្វីៗទាំងអស់នៅក្នុងជីវិតយើងបានដែរជោគជ័យផ្នែកហិរញ្ញវត្ថុគឺចាប់ផ្ដើមពីគំនិតរកស៊ីការបណ្ដោះនៅគំនិតរកស៊ីទើបអាចក្លាយជាអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុបានភាពស្ទាត់ជំនាញក្នុងផ្នែកអ្វីមួយត្រូវតែផ្សារភ្ជាប់ជាមួយជីវិតជានិច្ចទោះបីអ្នកមានជំនាញខាងអ្វីក៏ដោយចុះព្យាយាមធ្វើតាមជំនាញរបស់យើងនោះឲ្យទៅកាន់ភាពជោគជ័យសុខភាពគឺជាឫសគល់នៃភាពជោគជ័យអ្នកដែលវិនិយោគជាមួយសុខភាពគឺជាអ្នកវិនិយោគដ៏ជ្រាស់វៃម្នាក់កិច្ចសហការគ្នានិងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនគឺជាកូនសោដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់យើងប៉ុន្តែការទំនាក់ទំនងល្អទៅបានគឺត្រូវតែអាស្រ័យលើខ្លួនឯងតាមកលៈទេសៈនៃការងារនោះការដែលមនុស្សខ្ជិលគឺនឹងមិនមានសុវត្ថិភាពទេគ្មានមនុស្សខ្ជិលណាមានសុវត្ថិភាពទោះបីគេជាអ្នកមានឬក្រខ្មៅឬសជាអ្នកចេះដឹងឬជាអ្នកល្ងងក៏ដោយភាពខ្ជិលនាំទៅរកភាពល្ងងខ្លៅភាពល្ងងខ្លៅនាំទៅរកភាពអត់ការងារធ្វើភាពអត់ការងារធ្វើនាំទៅរកភាពគ្មានលុយចំណែកភាពគ្មានលុយនាំទៅរកភាពគ្មានសុវត្ថិភាពការមានលុយគឺមានសុវត្ថិភាពទាំងចំពោះសុខភាពនិងចំពោះជីវិតភាពក្រីក្រនិងបំណុលគឺជាចវាយនាយដ៏កំណាចពីរភាពក្រីក្រមួយប៉ុណ្ណោះវាគ្រប់គ្រាន់ក្នុងការសម្លាប់មហិច្ឆតានិងបំផ្លាញទំនុកចិត្តឬក្តីសង្ឃឹមបានប៉ុន្តែវាកាន់តែធ្ងន់ថែមទៀតបើបន្ថែមបំណុលមួយទៀតនោះធម្មតាអ្នកជំពាក់គេតែងក្លាយជាកូនបំណុលគេហើយត្រូវគេទាជារៀងរាល់ថ្ងៃបើមិនមានឲ្យគេនឹងរឹបអូសយកអ្វីពីយើងតាមអំពើចិត្តរបស់គេដូចនេះហើយទើបអ្នកជំពាក់បំណុលទាំងឡាយមិនមានសេរីភាពហើយនឹងទទួលភាពខ្មាស់អៀនពីម្ចាស់បំណុលដូចជាចវាយនាយដ៏កំណាចរបស់យើងអញ្ចឹងតម្លៃរបស់មនុស្សគឺស្ថិតនៅលើការឲ្យយើងអាចមើលឃើញតម្លៃរបស់មនុស្សបានតាមរយៈការឲ្យនិងការលះបង់ផ្សេងមិនមែនស្ថិតនៅលើការប្រមូលយកទុកនោះទេការស្វែងរកការងារសមគួរជៀសវាងភាពខ្ជិលច្រអូសគ្មានអ្នកណាមួយជាមនុស្សខ្ជិលទេអ្វីដែលថាជាមនុស្សខ្ជិលនោះគឺគ្រាន់តែជាមនុស្សអភ័ព្វដែលមិនអាចស្វែងរកការងារដ៏សមគួរសម្រាប់គាត់បានប៉ុណ្ណោះ
chất để không miễn ca nghe thưa cứ chỉ chất đây cho bốc cho bò bỏng phật nụក្នុងលោកដូច្នេះការងារដ៏សមគួរដូចជាការអានជាប្រចាំអភិវឌ្ឍខ្លួនជាប្រចាំធ្វើការងារជាប្រចាំគិតធ្វើនិងនិយាយពីរឿងវិជ្ជមានជាប្រចាំគឺជាគ្រឹះដើម្បីទប់ចិត្តឲ្យមានភាពនឹងធឹងដូច្នេះហើយការធ្វើអ្វីដែលគួរធ្វើសម្រាប់ថ្ងៃនេះគឺជាអាថ៌កំបាំងនៃភាពជោគជ័យដ៏សប្បាយរីករាយគឺការធ្វើអ្វីដែលត្រូវធ្វើក្នុងថ្ងៃនេះមិនត្រូវព្រួយបារម្ភពីអតីតកាលនិងអនាគតនោះឡើយយើងតែងតែគិតថាចាំស្អែកសឹមធ្វើវាព្រោះថ្ងៃនេះការងារច្រើនណាស់ប្រសិនបើយើងទុកវាដល់ថ្ងៃស្អែកនឹងមានរឿងកាន់តែច្រើនទៀតសម្រាប់យើងតើយើងធ្វើដូចម្ដេចដើម្បីស្រួលចម្លើយនោះគឺការចាប់ផ្ដើមធ្វើវាឥឡូវនេះទៅយើងនឹងមិនបានអ្វីមួយដោយភាពអាត្មានិយមទេសមិទ្ធផលដ៏សម្បើមតែងតែកើតឡើងពីការបូជាដ៏សម្បើមហើយសមិទ្ធផលនេះមិនមែនជាផលនៃអាត្មានិយមនោះទេពាក្យចាស់ពោលថាហ៊ានចំណាយទៅបានចំណេញជាកន្លឹះមួយសម្រាប់ប្រាប់យើងថាត្រូវហ៊ានលះបង់ប្រយោជន៍ខ្លួនឯងខ្លះដើម្បីប្រយោជន៍រួមព្រោះថាការគិតតែពីខ្លួនឯងនឹងនាំមកឲ្យមានផលលំបាកនៅពេលយើងចង់ឲ្យអ្នកណាម្នាក់ជួយយើងដោយមិនមានការជួលឬមិនឲ្យថ្លៃឈ្នួលនោះគឺថាបើគេពឹងយើងមិនបានយើងក៏ពឹងគេមិនបានដូចគ្នាដូច្នេះយើងនឹងខាតបង់នៅពេលយើងត្រូវការសេវាពីអ្នកដទៃឯអ្នកដែលគិតប្រយោជន៍រួមរមែងចំណេញក្នុងកិច្ចបម្រើនេះគន្លឹះ3យ៉ាងសាងភាពជោគជ័យកិច្ចបម្រើការលះបង់និងការគ្រប់គ្រងខ្លួនជាពាក្យ3ម៉ាត់ដែលអ្នកបានជោគជ័យប្រើក្នុងការប្រកបការងារដើម្បីឲ្យគេស្គាល់យើងខ្លួនឯងត្រូវលះបង់ទាំងពេលវេលានិងកិច្ចបម្រើផ្សេងដល់អ្នកដទៃក្រោយពីពេលដែលគេយល់ថាយើងជាមនុស្សមានស្នាដៃឬទេពកោសល្យគ្រប់គ្រាន់ហើយគេនឹងពឹងពាក់យើងដោយសារតែគេស្គាល់យើងនេះគឺជាជំហានជោគជ័យបន្តមកយើងត្រូវខិតខំកែខ្លួនឲ្យក្លាយជាមនុស្សល្អដើម្បីឲ្យទទួលបានការទុកចិត្តនិងសេចក្តីស្រឡាញ់កាន់តែខ្លាំងពីមនុស្សទាំងនោះផងដែរនេះជាជំហានជោគជ័យចុងក្រោយនិងសំខាន់បំផុតសម្រាប់យើងភាពខុសគ្នារវាងជ័យជំនះនិងបរាជ័យអ្នកជាមនុស្សសំណាងប្រសិនបើអ្នកបានសិក្សាភាពផ្សេងគ្នារវាងជ័យជំនះនិងការបរាជ័យជាបណ្ដោះអាសន្នហើយកាន់តែក្លាយជាមនុស្សសំណាងថែមទៀតបើអ្នកបានសិក្សាពីសច្ចភាពដែលជាពូជនៃភាពជោគជ័យនោះជាការពិតណាស់បរាជ័យគឺជាមេរៀនដ៏ល្អដែលឈានទៅរកភាពជោគជ័យការសិក្សាពីភាពបរាជ័យនោះដែលមានឈ្មោះថាអ្នកបានសិក្សាពីភាពជោគជ័យដែរដូចនេះបរាជ័យនិងជ័យជំនះគឺជាសភាវៈតែមួយព្រោះឫសគល់របស់វាចេញពីការតស៊ូបដូរដាច់ដូចគ្នាគ្រាន់តែថាបើអ្នកតស៊ូច្រើនបានជោគជ័យច្រើនប៉ុណ្ណោះដូចនេះសូមតស៊ូបន្តិចឡើងយើងនឹងទទួលបានជោគជ័យទាំងអស់គ្នាវាក៏ដូចជាថ្នាំដែលអាចព្យាបាលជំងឺមនុស្សបានហើយវាក៏អាចជាថ្នាំពិសដោយចំណែកមួយដែរតាមទំនងនេះវិធីសម្រាប់អប់រំចិត្តរបស់មនុស្សមានទំនាក់ទំនងទៅនឹងប្រភេទនៃមនុស្សនោះដែរវិធីនៃការអប់រំមនុស្សមានច្រើនតែសំខាន់នោះអ្នកត្រូវខំរកនុយដើម្បីដាក់ឲ្យត្រីស៊ីព្រោះត្រីខ្លះស៊ីជន្លេនត្រីខ្លះស៊ីកង្កែបចំណែកត្រីខ្លះវាស៊ីប្រហុកនិងត្រីខ្លះស៊ីពងអង្ក្រងជាដើមយ៉ាងណាមិញការអប់រំមនុស្សក៏ត្រូវការនុយយ៉ាងនោះដែរទាំងដែលការប្រើវិធីក្តៅវិធីត្រជាក់វិធីផ្ដល់លាភសក្ការៈនិងវិធីបញ្ចុះបញ្ចូលអូទាញមនុស្សនឹងទ្រព្យសម្បត្តិមនុស្សអត់ប្រាជ្ញារមែងរងទុក្ខដោយសារទ្រព្យរបស់ខ្លួនឯងតែអ្នកមានបញ្ញាបានប្រើទ្រព្យរបស់ខ្លួនឯងដោយភាពត្រឹមត្រូវលុយគឺជាកញ្ចក់ដ៏ល្អហើយលុយក៏ជាចៅហ្វាយនាយដ៏មហាអាក្រក់របស់មនុស្សដែរតើអ្នកចង់ក្លាយជាចៅហ្វាយនាយលុយឬទុកឲ្យលុយជាចៅហ្វាយនាយរបស់អ្នកវិញតើអ្វីគឺជាមហាវិនាសដ៏ធំវិនាសទាំង5យ៉ាងគឺវិនាសញាតិទ្រព្យសុខភាពសិលនិងទិដ្ឋិគ្មានសត្វណាមួយបន្ទាប់ពីស្លាប់ទៅធ្លាក់ទៅកាន់នរកដោយសារតែវិនាសញាតិទ្រព្យឬវិនាសសុខភាពឡើយតែសត្វនឹងទៅកាន់នរកដោយសារវិនាសចក្ខសិលនិងទិដ្ឋិការវិនាសញាតិទ្រព្យនិងសុខភាពមិននាំបុគ្គលនោះទៅកាន់នរកទេតែការវិនាសសិលនិងការប្រព្រឹត្តអាក្រក់និងទិដ្ឋិគឺការប្រកាន់ទិដ្ឋិអាក្រក់នឹងនាំបុគ្គលនោះឲ្យធ្លាក់ទៅកាន់នរកបានព្រោះថាការយល់ខុសនេះនឹងនាំឲ្យបុគ្គលធ្វើខុសហើយការធ្វើខុសគឺជាការប្រព្រឹត្តអាក្រក់នឹងនាំឲ្យបុគ្គលលងខ្លួនក្នុងអំពើអាក្រក់ដែលជាហេតុនាំគេឲ្យរងទុក្ខដ៏ធ្ងន់ពីអំពើនោះទ្រព្យបានដោយសារការលេងល្បែងការស្វែងរកទ្រព្យដោយការលេងល្បែងដូចជាការសង្ឃឹមលើដុំពពកដែលកំពុងតែហោះលើមេឃមកធ្វើជាផ្ទះសម្រាប់បាំងខ្លួនយើងដូចនេះដែរគ្រប់អ្នកញៀនល្បែងទាំងអស់ពេលទៅលេងល្បែងគឺសុទ្ធតែប្រាថ្នាដើម្បីឈ្នះហើយក្នុងវង់ល្បែងការប្រើល្បិចជារឿងធម្មតាទេប្រសិនបើអ្នកទៅលេងល្បែងជាមួយនឹងគេបានប្រើល្បិចដាក់អ្នក
ហើយអ្នកថាគេអាក្រក់នោះសូមក្រឡេកមើលខ្លួនឯងផងគេក៏អាក្រក់យើងក៏អាក្រក់ដែរព្រោះអ្នកចូលវងល្បែងសុទ្ធតែមិនសូវល្អស្រាប់ហើយគ្រប់ជំហានដែលយើងដើរទៅរកល្បែងមានន័យថាយើងកំពុងតែដើរទៅរកភាពជាចោរហើយចោរដែលអាក្រក់នោះគឺចោរលួចខ្លួនឯងនោះតែម្ដងអ្នកឈ្នះល្បែងបានសប្បាយតែមួយផ្លេតក៏គង់គេយកវិញព្រោះល្បែងមានពាក្យថាម្ដងគេម្ដងយើងឈ្នះល្បែងយកលុយទិញរបស់ពេលចាញ់អស់លក់របស់ទាំងអស់លេងល្បែងទៀតតើអ្វីអាចជួយអ្នកបានទ្រព្យសម្បត្តិផ្សេងៗរបស់អ្នកអាចត្រឹមតាក់តែងផ្ទះឲ្យបានល្អប៉ុណ្ណោះប៉ុន្តែមិនអាចតាក់តែងអ្នកឲ្យល្អបានឡើយមានតែសិលមួយគត់ដែលអាចជួយអ្នកបានសម្លៀកបំពាក់អាចត្រឹមតែតាក់តែងខ្លួនប្រាណឲ្យល្អប៉ុណ្ណោះប៉ុន្តែវាមិនអាចជួយអ្នកឲ្យល្អបានទេមានតែការប្រព្រឹត្តល្អប៉ុណ្ណោះទើបអាចជួយអ្នកបានទ្រព្យសម្លៀកបំពាក់បិទបាំងនិងបង្ហាញបានត្រឹមតែរូបភាពខាងក្រៅធ្វើឲ្យអ្នកឆើតឆាយសប្បាយភ្នែកប៉ុណ្ណោះតែវាមិនជួយអ្វីដល់ការធ្វើឲ្យចិត្តរបស់អ្នកភ្លឺថ្លាស្ងប់បានឡើយមានតែការប្រព្រឹត្តល្អដោយកាយវាចានិងចិត្តទេទើបធ្វើឲ្យយើងល្អបានតើអ្នកបានគិតនិយាយនិងធ្វើល្អហើយឬនៅការគិតថាលុយអាចធ្វើអ្វីៗបានយើងនឹងធ្វើអ្វីៗដើម្បីលុយអ្នកទាំងឡាយណាដែលគិតថាលុយអាចធ្វើអ្វីៗបានគឺជារឿងរៀបចំខ្លួនធ្វើអ្វីៗដើម្បីលុយតើអ្នកគិតយ៉ាងម៉េចចំពោះលុយសេចក្តីសុខរបស់មនុស្ស4យ៉ាងគឺសុខព្រោះបានទ្រព្យសុខព្រោះការបានចាយវាយទ្រព្យដើម្បីនឹងជួយទំនុកបម្រុងគ្រួសារសុខព្រោះមិនជំពាក់បំណុលគេនិងសុខព្រោះបានញ៉ាំងជីវិតខ្លួនឲ្យប្រព្រឹត្តទៅប្រាសចាកទោសនានាតើអ្វីដែលអ្នកបានដោយការប្រើលុយការចំណាយទ្រព្យហួសហេតុវាមិនត្រឹមតែជាប្រភពនៃសេចក្តីទុក្ខប៉ុណ្ណោះទេប៉ុន្តែនឹងបង្កភាពរំជើបរំជួលហើយទីបំផុតនឹងនាំឲ្យភាពអសន្តិសុខកើតឡើងដោយការប្រព្រឹត្តហួសដូច្នេះមនុស្សនឹងបំផ្លាញខ្លួនឯងអ្នកមានទ្រព្យជាច្រើនរូបទីបំផុតតែងដូចជាមានអាការៈនៃសត្វស្រមោចដែលរអិលធ្លាក់ចូលទៅក្នុងពែងទឹកឃ្មុំសែនអាណិតប៉ុណ្ណោះប្រាក់មានសេចក្តីអន្តរាយក្នុងដុំពពកខ្មៅអាកាសធាតុមាន2យ៉ាងគឺជាសំណាងអាក្រក់សម្រាប់យើងនិងជាសំណាងល្អសម្រាប់អ្នកដទៃមិនឆ្អែតនឹងទ្រព្យសម្បត្តិការមានទ្រព្យប្រៀបបីដូចជាទឹកសមុទ្រអ្នកកាន់តែផឹកកាន់តែស្រេកមិនចេះឆ្អែតនោះទេគ្មានអ្នកណាដែលល្បីហើយលែងចង់ល្បីមួយកម្រិតទៀតនោះទេគ្មានអ្នកណាដែលល្អហើយលែងចង់ល្អមួយកម្រិតទៀតនោះដែរគ្មានអ្នកណាម្នាក់មានហើយក៏ឈប់ចង់មាននោះទេលុះត្រាអ្នកនោះយល់ពាក្យថាគ្រប់គ្រាន់បើអ្នកចង់ឲ្យសម្លាញ់អ្នកខ្លាយជាអ្នកមានអ្នកនឹងបាត់បង់គេគ្មានការបួងសួងសូមឲ្យសម្លាញ់របស់អ្នកខ្លាយជាអ្នកមានទេព្រោះអ្នកនឹងបាត់បង់គេមិនខានភាពសុចរិតត្រឹមត្រូវគឺជាអ្នកឈ្នះស៊ូនៅរួមរស់ជាមួយមនុស្ស2-3នាក់តែជាអ្នកត្រឹមត្រូវប្រសើរជាងរស់នៅជាមួយវងមនុស្សច្រើនដែលមិនត្រឹមត្រូវព្រោះភាពសុចរិតនិងភាពត្រឹមត្រូវរមែងជាអ្នកឈ្នះនៅខាងមុខជានិច្ចដើមឈើទាំងឡាយត្រូវការពេលវេលាដើម្បីដុះលូតលាស់ខណៈពេលដែលដើមឈើកំពុងលូតលាស់នោះយើងមិនអាចមើលវាឃើញដោយភ្នែកបានទេកាលណាអ្នកគិតវាកំពុងតែដុះលូតលាស់យ៉ាងណាអ្នកធ្វើអាក្រក់មិនតាន់ឲ្យផលគឺមនុស្សអាក្រក់អាចឈ្នះសិនតែមិនមែនឈ្នះរហូតឡើយព្រោះអំពើល្អតែងឈ្នះអំពើអាក្រក់ជានិច្ចសមិទ្ធផលដ៏ប្រសើរបំផុតសុខភាពជាការបានដ៏ប្រសើរបំផុតសណ្ដោប្រណីជាទ្រព្យដ៏ប្រសើរបំផុតសច្ចៈក៏ជាញាតិដ៏ប្រសើរបំផុតផងដែរនិងនិព្វានជាសុខឯកសុខភាពគឺជាសសរទ្រូងនៃភាពជោគជ័យសម្រាប់ជីវិតមនុស្សសត្វរាល់បុគ្គលដែលជោគជ័យគឺគេស្របនឹងគំនិតនេះសន្តោសគឺមានន័យថាការពេញចិត្តចំពោះអ្វីដែលខ្លួនមានគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់មនុស្សដែលពេញចិត្តចំពោះអ្វីដែលខ្លួនមានអ្នកនោះគឺជោគជ័យក្នុងទ្រព្យសម្បត្តិអ្នកមានសច្ចៈនិងមានមិត្តភក្តិច្រើនព្រោះមនុស្សមានសច្ចៈជាមនុស្សមិនមានសត្រូវនិព្វានគឺជាចិត្តដែលគ្មាននៅអ្វីដែលហៅថាស្នាមនៃសេចក្តីទុក្ខសោកក្នុងអារម្មណ៍សូម្បីតែបន្តិចគឺថ្លាសស្អាតគ្មានទេលោភៈគ្មានទេទោសៈគ្មានទេមោហៈមានតែសុខស្ងប់ម្យ៉ាងតើផលចំណេញនៅឯណាតើអ្វីនឹងផ្ដល់ផលចំណេញដល់មនុស្សយើងបើមនុស្សបានលោកទាំងមូលហើយប៉ុន្តែនៅរងទុក្ខព្រោះការបាត់បង់ព្រលឹងរបស់ខ្លួនឯងទៀតនោះការបាននិងការបាត់បង់ទៅវិញជារឿងធម្មតាអ្នកបានលៀបរមែងរីករាយតែរងទុក្ខសោកនៅពេលយើងបាត់បង់ព្រោះសេចក្តីទុក្ខតែងតែតាមយើងជានិច្ចដូចជាស្រមោលដែលអន្ទោលតាមប្រាណគ្មានអ្នកណាម្នាក់អាចជៀសផុតបានឡើយភាពបរាជ័យនឹងជួយអ្នកឲ្យបានជោគជ័យភាពបរាជ័យត្រឹមតែជាសសរសម្រាប់ទ្រនូវភាពជោគជ័យប៉ុណ្ណោះការដែលរៀនពីភាពបរាជ័យគឺជាការរៀនដើម្បីភាពជោគជ័យមិនមែនមានជ័យជំនះណាដោយគ្មានភាពបរាជ័យនោះឡើយបើយើងមានបទពិសោធន៍ក្នុងភាពបរាជ័យនិងភាពល្វីងជូរចត់ពីភាពបរាជ័យនោះយើងនឹងមិនសរសើរពីរសជាតិដ៏ផ្អែមល្ហែមរបស់ភាពជោគជ័យឡើយភាពបរាជ័យវាមិនត្រឹមតែជួយឲ្យយើង
ឲ្យមានភាពជោគជ័យប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយយើងឲ្យមានថាមពលភាពសាទរនិងពោពេញទៅដោយបទពិសោធន៍ទៀតផងទ្រពបង្កឲ្យមានភាពជ្រួលច្រាលការរលឹកឃើញទ្រពនឹងនាំឲ្យមានភាពរីករាយបាននិងកម្លាំងជំរុញនៅពេលដែលអ្នកនៅក្មេងវ័យប៉ុណ្ណោះលុះដល់ចាស់ទៅអ្នកនឹងមានអារម្មណ៍ជ្រួលច្រាលមិនខាននៅពេលដែលនឹកឃើញវាបើអ្នកចង់ឲ្យសប្បាយនៅពេលចាស់ទៅអ្នកក៏មិនចាយលុយចំពោះរឿងដែលសុចរិតត្រឹមត្រូវបានហើយដើម្បីឲ្យជាប្រយោជន៍ដល់អ្នកដែលត្រូវការអ្នកជួយលុយគឺជាទ្រព្យដែលអាចច្នៃឲ្យមានប្រយោជន៍បាននៅពេលយើងប្រើវានៅក្នុងផ្លូវល្អដូចជាការជួយសង្គ្រោះអ្នកក្រីក្រនិងទុរគតជនជាដើមប្រសិនបើអ្នកប្រើលុយនៅក្នុងផ្លូវខុសវាអាចបង្កឲ្យមានបញ្ហាជាច្រើនដល់ខ្លួនឯងដូចជារោគសង្គមលបែងស្រីស្រាជាដើមដែលជាហេតុនាំឲ្យកើតក្តីអន្តរាយដល់ខ្លួននិងអ្នកដទៃភាពជោគជ័យខាងក្នុងគ្មានការឈ្នះណាមានសារៈសំខាន់គ្មានសមិទ្ធផលណាដែលគួរឲ្យសរសើរគ្មានជ័យជំនះណាដែលអស្ចារ្យគ្មានភាពជោគជ័យណាដែលសំខាន់ជាងភាពជោគជ័យខាងក្នុងឡើយការណែនាំឲ្យគេក្លាយជាមនុស្សមានប្រយោជន៍អ្នកដែលឲ្យទ្រព្យសម្បត្តិច្រើនដល់កុមារប៉ុន្តែមិនបានឲ្យគុណធម៌ដល់គេទុកដូចជាអ្នកដែលចិញ្ចឹមសេះឲ្យធំប៉ុន្តែមិនបានបង្ហាត់វាឲ្យក្លាយទៅជាសេះប្រកបដោយប្រយោជន៍ច្រើនដូចនេះដែរប្រទេសមានច្បាប់គ្រួសារមានវិន័យប្រទេសអត់ច្បាប់គឺពិតជាច្របូកច្របល់រោគស្មានមិនត្រូវឡើយគ្រួសារគ្មានវិន័យក៏ពិតជានាំឲ្យគ្រួសារនោះគ្មានសុភមង្គលដែរក៏បីបង្វឹកកូនចៅឲ្យគេមានវិន័យបង្វឹកគេឲ្យមានគុណធម៌អ្នកនឹងឃើញប្រយោជន៍ច្រើនក្នុងពេលអនាគតព្រោះជីវិតគេនឹងខ្លាំងពូកែមានឥទ្ធិពលមានគុណភាពរឹងមាំនិងមានភាពរីកចម្រើនអ្វីដែលជាសុចរិតត្រឹមត្រូវគឺជាអ្វីដែលគ្រប់គ្រាន់សូមកុំឲ្យអ្វីដែលអ្នកបានប្រាថ្នាកើតឡើងតែឲ្យអ្វីដែលសុចរិតកើតឡើងវិញសេចក្តីប្រាថ្នារបស់អ្នកវាមិនមែនសុទ្ធតែល្អទាំងអស់នោះទេដូច្នេះប្រសិនបើរាល់សេចក្តីប្រាថ្នារបស់អ្នកទាំងអស់នោះបានសម្រេចពិភពលោកនេះនឹងពិតជារលាយមិនខានអញ្ចឹងហើយសូមឲ្យអ្វីដែលល្អកើតឡើងសូមកុំឲ្យសេចក្តីប្រាថ្នាដែលអាក្រក់ណាមួយរបស់អ្នកកើតឡើងឡើយឧបសគ្គអាចជួយអ្នកបានបើគ្មានឧបសគ្គទេក៏គ្មានឱកាសដែរពពកបាំងព្រះច័ន្ទយើងមិនអាចមើលឃើញរង្វង់ព្រះច័ន្ទដែលរះពេញបូរមីបានឡើយប៉ុន្តែនៅពេលដែលព្រះច័ន្ទហែលឆ្លងផុតចាកពពកនោះហើយទើបយើងអាចមើលឃើញព្រះច័ន្ទពេញវង់បានដូច្នេះជីវិតគឺតែងជួបឧបសគ្គតែយើងត្រូវតស៊ូដើម្បីឲ្យផុតពីឧបសគ្គនោះដោយចិត្តអំណត់អត់ធន់ទីបំផុតអាចកែផ្លូវវិបត្តិឲ្យក្លាយជាឱកាសមាសភាពជោគជ័យនិងសេចក្តីសុខភាពជោគជ័យគឺជាការបានអ្វីដែលអ្នកចង់បានសេចក្តីសុខគឺជាការចង់បានអ្វីដែលយើងចង់បានសេចក្តីសុខគឺជាលទ្ធផលនៃភាពជោគជ័យតែមិនមែនសុទ្ធតែភាពជោគជ័យនាំមកនូវសេចក្តីសុខបានឡើយព្រោះជោគជ័យខ្លះនាំមកនូវសេចក្តីទុក្ខដល់អ្នកដទៃដូច្នេះភាពជោគជ័យនោះមិនមែនជាប្រភពនាំមកនូវសេចក្តីសុខទេសូមកុំគិតពីភាពជោគជ័យតែម្យ៉ាងប៉ុន្តែត្រូវគិតថាតើអ្នកមានសេចក្តីសុខប៉ុណ្ណាទៅឬតើអ្នកបានជួយអ្នកដទៃប៉ុណ្ណាទើបជាការល្អបំផុតសូមធ្វើខ្លួនឲ្យជាមនុស្សមានតម្លៃសូមកុំព្យាយាមធ្វើឲ្យคล้ายជាមនុស្សដែលជោគជ័យប៉ុន្តែត្រូវធ្វើឲ្យคล้ายជាមនុស្សដែលគ្មានតម្លៃទៅវិញពាក្យថាជោគជ័យគឺពេលដែលយើងបានសម្រេចនៅបំណងរបស់យើងតែវាមិនប៉ះពាល់ដល់សេចក្តីសុខនិងផលប្រយោជន៍របស់អ្នកដទៃឡើយអ្នកបានសម្រេចបំណងខ្លួនមែនតែបើបំណងដែលខ្លួនបានសម្រេចនោះប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃមិនឈ្មោះថាជាអ្នកជោគជ័យឡើយអ្នកជោគជ័យហើយបានតម្លៃជាអ្នកដែលបានជោគជ័យតែមិនប៉ះពាល់ខូចខាតដល់ផលប្រយោជន៍អ្នកដទៃផងមិនត្រឹមតែមិនប៉ុណ្ណោះគេជួយប្រយោជន៍ដល់សាធារណៈថែមទៀតផងតើអ្នកណាមាននិងអ្នកណាក្រ Alexander ជាមហាបុរសដែលបានយកឈ្នះលើមនុស្សក្នុងពិភពលោកនិងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុន្តែមិនបានឈ្នះខ្លួនឯងទេគាត់ក៏បាននិយាយប្រាប់ឧត្តមសេនីយ៍ទាំងឡាយរបស់ខ្លួនពេលជិតស្លាប់ថាពេលអ្នកដាក់ខ្ញុំនៅក្នុងមឈូសត្រូវដាក់បាតដៃរបស់ខ្ញុំផ្ងាឡើងលើដើម្បីឲ្យអ្នកទាំងអស់គ្នាមើលឃើញថាទោះបីខ្ញុំបានឈ្នះលើពិភពលោកទាំងមូលក៏ដោយក៏ខ្ញុំមិនបានយកអ្វីទៅជាមួយខ្ញុំដែរព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាស់ថាជីវិតបានស្លាប់ទៅមែនតែកេរ្តិ៍ឈ្មោះគង់នៅថ្មីបើជីវិតយើងបានស្លាប់ទៅហើយមែនតែបើយើងធ្វើអំពើអាក្រក់គេនឹងចារទុកយើងថាជាមនុស្សអាក្រក់ក្នុងប្រវត្តិសាស្ត្របើទោះបីជាជីវិតយើងស្លាប់ទៅមែនបើយើងធ្វើល្អគេក៏ចារយើងក្នុងប្រវត្តិសាស្ត្រឆ្លាក់ក្នុងក្រាំងមាសដើម្បីដាស់ចិត្តជនប្រុសស្រីរាល់ព្រឹកល្ងាចជាមិនខានដូច្នេះកុំស្លាប់ដូចជាពស់ហើយក៏គំរោះដូចជាអង្កែបឡើយក្នុងការមានលៀបនិងការឥតលៀបតែងមានការខកចិត្តដូចគ្នាមិនបានអ្វីដែលអ្នកចង់បាននិងបានអ្វីដែលអ្នកមិនចង់បានទាំងពីរនេះនាំឲ្យមានការខកចិត្តដូចគ្នាពាក្យថាខាតបង់គ្មាននរណាម្នាក់មិនរន្ធត់ឡើយ
តែប្រសិនបើគិតក្នុងផ្លូវវិជ្ជមានវិញការបាត់បង់គឺជាការទទួលបានយើងសាកល្បងគិតលោមើលប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គនៅពេលរដូវទឹកឡើងមកដល់ចំនួន 2-3 ខែនោះបានធ្វើឲ្យច្បារដំណាំរបស់គេត្រូវបានលិចខូចស្ទើរតែទាំងអស់ប៉ុន្តែទឹកដែលបានលិចនោះនាំមកនៅដីល្បាប់ដ៏មហិមាមកស្រោចស្រពដីដែលមានស្រាប់ធ្វើឲ្យដីរបស់ពួកគាត់មានជីជាតិដ៏សម្បើមដាំអ្វីក៏ដុះព្រោះអ្វីក៏បានគាត់បានបាត់បង់ដំណាំមួយចំនួនប៉ុន្តែគាត់បានផលដ៏ច្រើនមកវិញនៅពេលទឹកស្រកទៅវិញដូច្នេះការខាតបង់គឺជាការទទួលបានការសម្រេចចិត្តជាក្រុមគ្មានអ្វីដែលថាមនុស្សធ្វើមិនបានទេបើសិនមនុស្សនោះមិនមែនជាមនុស្សឈឺនិងអវត្តមានពីការងារព្រះបាទជ័យវរ្ម័នទី7គឺជាព្រះរាជាដ៏មហាអស្ចារ្យក្នុងការដឹកនាំប្រទេសជាតិដោយសារព្រះអង្គមានពាក្យស្លោកដើម្បីដឹកនាំថាប្រាជ្ញាទន្សាយសបាយស្រមោចការដឹកនាំរបស់ព្រះអង្គសម័យនោះត្រូវបានពិភពលោកចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដាក់ឈ្មោះឲ្យប្រទេសខ្មែរថាគឺជាអាណាចក្រមហានគរដ៏រុងរឿងពាក្យថាប្រាជ្ញាទន្សាយនិងសបាយស្រមោចមានន័យថាត្រូវចេះវឹកហាត់ផ្លូវចិត្តឲ្យឆ្លាតនិងមានសាមគ្គីភាពដូចជាស្រមោចឱកាសល្អបានមកដល់អ្នកហើយប៉ុន្តែមានមនុស្សជាច្រើនមិនដឹងថាខ្លួនគេបានភ័ព្វប្រសពនឹងឱកាសនោះទេការរៀបចំដើម្បីទទួលយកឱកាសនោះគឺជាការស្មោះត្រង់ចំពោះអ្វីដែលបានប្រគល់ឲ្យឱកាសគឺជាផ្លូវហើយផ្លូវគឺជាឱកាសគ្រប់មាគ៌ាគ្រប់ជំហានគ្រប់រន្ធគ្រប់ប្រហោងសុទ្ធតែជាឱកាសប្រសិនបើយើងព្រមសម្លឹងមើលដោយការអង្កេតប្រកបដោយភាពអត់ធ្មត់ជាទីបំផុតនោះសភាវៈ3យ៉ាងដ៏សំខាន់សម្រាប់សេចក្តីសុខក្នុងការងារដើម្បីឲ្យមនុស្សទទួលបានសេចក្តីសុខក្នុងការងារតម្រូវឲ្យមានវត្ថុ3យ៉ាងទី1គេត្រូវតែជាអ្នកសមគួរចំពោះការងារនោះទី2គេមិនត្រូវធ្វើការងារនោះឲ្យហួសផែនពេកនោះទេនិងទី3គេត្រូវតែមានជំនឿចិត្តថានឹងទទួលបាននូវភាពជោគជ័យក្នុងការងារនោះប្រសិនបើគេមិនប្រគល់កិច្ចការណាមួយឬតំណែងណាមួយមកឲ្យយើងទេសូមមេត្តាកុំអាលខឹងគេអីព្រោះប្រហែលជាយើងមិនមានសមត្ថភាពក្នុងការបំពេញការងារនោះហើយមើលទៅម្យ៉ាងវិញទៀតពេលគេប្រគល់ការងារឬតំណែងណាមួយមកឲ្យយើងនោះសូមពិចារណាបន្តិចសិនថាតើការងារនោះយើងមានសមត្ថភាពឬជំនាញអាចធ្វើវាបានប៉ុណ្ណាព្រោះថាបើគេប្រគល់ឲ្យយើងបែរជាធ្វើមិនកើតទៅវិញនោះយើងនឹងទទួលបាននូវការអស់ជំនឿទុកចិត្តពីចៅហ្វាយនាយឬមិត្តរួមការងារមិនខានហើយអ្វីដែលជាកត្តាសំខាន់នោះគឺមានជំនឿថាយើងអាចធ្វើបានឬយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើវាដោយអានស្តាញបាននិយាយថាប្រសិនបើខ្ញុំអាចគិតវាបានឬបើបេះដូងរបស់ខ្ញុំជឿថានឹងបានវាប្រកបណាស់ខ្ញុំនឹងជោគជ័យលើការងារនោះជាក់ជាមិនខានអ្នកមិនត្រូវទុកលុយចោលឲ្យនៅស្ងៀមឡើយគន្លឹះដ៏សំខាន់នៃការធ្វើធុរកិច្ចរបស់ជនជាតិជ្វីសមួយប្រការទៀតគឺមិនទុកលុយចោលឲ្យនៅស្ងៀមឡើយជនជាតិជ្វីសមិនចូលចិត្តទុកលុយនៅក្នុងធនាគារដើម្បីចាំទទួលការប្រាក់ស្ងៀមនោះទេនៅមុនពាក់កណ្ដាលសតវត្សទី18ជនជាតិជ្វីសចូលចិត្តធ្វើធុរកិច្ចផ្ដល់ប្រាក់កម្ចីដើម្បីយកការប្រាក់ក្នុងអត្រាខ្ពស់សូម្បីតែក្នុងកំឡុងសតវត្សទី19រហូតដល់សពថ្ងៃនេះក៏ជនជាតិជ្វីសនៅតែយកលុយដែលមានទៅវិនិយោគទុនក្នុងធុរកិច្ចដែលផ្ដល់ផលតបស្នងខ្ពស់ច្រើនជាងការផ្ញើលុយក្នុងធនាគារស្ងៀមដែរអាចកំបាំងដែលថាមិនត្រូវទុកលុយចោលឲ្យនៅស្ងៀមនេះគឺជាយុទ្ធសាស្ត្រមួយនៃការគ្រប់គ្រងលុយសុភាសិតមួយបាននិយាយថាមានលុយកុំទុកចោលស្ងៀមទោះបីត្រឹមតែកន្លះឆ្នាំក៏ដោយពាក្យពោលនេះមានន័យថាពេលធ្វើធុរកិច្ចត្រូវប្រើលុយទុនដែលមានឲ្យសមហេតុផលធ្វើគ្រប់វិធីដើម្បីបន្ថែមភាពងាយស្រួលនៃលំហូរប្រាក់ទុនកាត់បន្ថយថ្លៃចាយវាយនិងធ្វើឲ្យផលកម្រៃកើនឡើងការធ្វើធុរកិច្ចត្រូវមានប្រាក់ទុនតែប្រាក់ទុនរមែងមានកំណត់សូម្បីតែមហាសេដ្ឋីដែលមានបំផុតក្នុងលោកក៏មានទ្រព្យសម្បត្តិមិនលើសពី$10,000 លានដែរឬសូម្បីតែអង្គភាពខ្នាតធំមានប្រាក់ទុនពិតប្រាកដត្រឹមតែមិនប៉ុន្មាន100,000 លានដុល្លារប៉ុណ្ណោះព្រោះពួកគេពឹងលើប្រាក់ទុនបង្វិលជាបន្តបន្ទាប់ដើម្បីពង្រីកអាជីវកម្មដូច្នេះប្រសិនបើចង់ដឹងថាអង្គភាពធុរកិច្ចនោះមានសមត្ថភាពក្នុងការធ្វើធុរកិច្ចបានឬអត់នោះលក្ខខណ្ឌដ៏សំខាន់បំផុតគឺត្រូវមើលថាតើអង្គភាពនោះអាចប្រើទុនតិចមកធ្វើធុរកិច្ចដែលមានតម្លៃខ្ពស់បានដែរឬអត់ Joseph Pulitzer គឺជាជនជាតិជ្វីសដែលកើតនៅក្នុងប្រទេសប៉ូទុយហ្គាល់ប៉ុន្តែក្រោយមកគេបានទៅរស់នៅសហរដ្ឋអាមេរិកពេលគេមានអាយុ17ឆ្នាំដំបូងគេបាន
បានចូលធ្វើកងទ័ពតែពេលត្រូវរំសាយទ័ពគេគិតចង់បង្កើតអាជីវកម្មដោយខ្លួនឯងក្រោយពីបានពិចារណាម្ដងហើយម្ដងទៀតគេក៏សម្រេចចិត្តធ្វើធុរកិច្ចបោះពុម្ពតែគួរឲ្យសោកស្ដាយព្រោះពេលនោះគេគ្មានដើមទុននិងគ្មានបទពិសោធន៍លើការងារបោះពុម្ពឡើយដូច្នេះហើយថាតើគេនឹងរកកម្រៃពីការបោះពុម្ពបានដោយរបៀបណាក្នុងស្ថានភាពបែបនេះមនុស្សទូទៅអាចមិនហ៊ានគិតនោះឡើយតែ Pulitzer បែរជាប្រឹងប្រែងទៅឲ្យដល់គោលដៅដែលកំណត់ទុកឲ្យបានទៅវិញនៅពេលគេគ្មានទាំងដើមទុននិងបទពិសោធន៍ដូច្នេះហើយគេក៏បានសម្រេចចិត្តទៅដាក់ពាក្យធ្វើការងារនៅរោងពុម្ពមួយកន្លែងដើម្បីស្វែងយល់ពីការងារពិតដំបូងម្ចាស់រោងពុម្ពបដិសេធតែដោយសារតែគេព្យាយាមណែនាំខ្លួនគេនិងសុំអង្វរម្ដងហើយម្ដងទៀតទើបម្ចាស់រោងពុម្ពយល់ព្រមឲ្យគេធ្វើការបន្ទាប់ពីបានសង្កេតហើយម្ចាស់រោងពុម្ពមើលឃើញថាគេមានសមត្ថភាពនិងជ្រាបវៃប៉ុន្តែម្ចាស់រោងពុម្ពបានដាក់លក្ខខណ្ឌថាក្នុងកំឡុងពេលសាកល្បងការងារមួយឆ្នាំនោះគេនឹងទទួលបានកម្រៃបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះលុះគ្រប់កំណត់ចាំសម្រេចចិត្តម្ដងទៀតថាតើនឹងទទួលគេចូលធ្វើការបន្តទៀតឬអត់ Pulitzer តាំងចិត្តធ្វើការងារដោយភាពខ្នះខ្នែងនិងតាំងចិត្តយល់ដឹងដំណាក់កាលផ្សេងៗក្នុងរោងពុម្ពដោយភាពមោះមុតនិងស្វាហាប់បំផុតសូម្បីតែពេលយប់ក៏នៅតែវឹកហាត់សរសេរអត្ថបទនិងសិក្សាច្បាប់បន្ថែមទៀតដែរអត្ថបទនិងរបាយការណ៍ដែលគេសរសេរមិនត្រឹមតែមានជីវិតរស់រវើកនិងសមហេតុផលប៉ុណ្ណោះទេថែមទាំងពោរពេញទៅដោយអត្ថន័យដែលមិនធ្វើឲ្យកើតនូវការរិះគន់ពីសង្គមឡើយហើយអាចអូសទាញអ្នកអានបានជាច្រើនទៀតផងម្ចាស់រោងពុម្ពឃើញដូច្នេះសប្បាយចិត្តខ្លាំងណាស់ទើបគេសម្រេចចិត្តទទួល Pulitzer ចូលធ្វើជាបុគ្គលិកពេញសិទ្ធិនិងឡើងតំណែងឲ្យគេជាបណ្ណាធិការក្នុងឆ្នាំបន្តទៀតផងហេតុនេះហើយទើប Pulitzer មានប្រាក់ចំណូលកាន់តែច្រើនឡើងហើយចាប់ផ្ដើមសន្សំលុយបានមួយចំនួនជាច្រើនឆ្នាំក្រោយមកដោយសារតែ Pulitzer បានយល់ពីធុរកិច្ចបោះពុម្ពគ្រប់ផ្នែកទាំងអស់ទើបគេសម្រេចចិត្តប្រើលុយសន្សំរបស់គេទិញគ្រឹះស្ថានបោះពុម្ពដែលកំពុងនឹងបិទទ្វារមួយកន្លែងដើម្បីធ្វើកាសែតដោយខ្លួនឯងដោយគេដាក់ឈ្មោះថាប៉ុន្តែក្រោយពេលចាប់ផ្ដើមធ្វើកាសែតដោយខ្លួនឯង Pulitzer ត្រូវជួបនឹងបញ្ហាខ្វះខាតដើមទុនយ៉ាងខ្លាំងតែដោយសារតែគេមានសមត្ថភាពក្នុងការជ័យកម្លាំងរបស់អ្នកដទៃនិងចេះប្រើលុយទុនរបស់អ្នកដទៃជំនួសទើបគេអាចបញ្ជៀសវិបត្តិនោះបានតើគេខ្ចីកម្លាំងរបស់អ្នកដទៃបានដូចម្តេចនៅចុងសតវត្សទី19សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចាប់ផ្ដើមរីកចម្រើនអង្គភាពធុរកិច្ចជាច្រើនកន្លែងត្រូវពង្រឹងបន្ថែមសមត្ថភាពនៃការប្រកួតប្រជែងរបស់ខ្លួនរហូតធ្វើឲ្យគេមិនស្ដាយក្នុងការវិនិយោគប្រាក់ជាច្រើនទៅលើការផ្សាយពាណិជ្ជកម្មដោយសារតែ Pulitzer សម្លឹងឃើញតម្រូវការក្នុងផ្នែកនេះយ៉ាងច្បាស់ទើបគេផ្លាស់ប្ដូរឲ្យកាសែតរបស់គេផ្ដោតព័ត៌មានសេដ្ឋកិច្ចជាចម្បងបន្ថែមផ្នែកពាណិជ្ជកម្មនិងទទួលផ្សាយពាណិជ្ជកម្មផ្សេងៗជាហេតុធ្វើឲ្យគេអាចប្រើថ្លៃផ្សាយពាណិជ្ជកម្មដែលបានទទួលទាំងអស់មកធ្វើជាទុនក្នុងការបោះពុម្ពជាបន្តទៀតក្រោយពីធ្វើកាសែតមក5ឆ្នាំគេបានកម្រៃមិនតិចជាង$150,000ក្នុងមួយឆ្នាំឡើយដោយសារតែកាសែតរបស់គេមានបរិមាណនៃការលក់ច្រើនផ្សាយពាណិជ្ជកម្មច្រើននិងទទួលប្រាក់ចំណូលកាន់តែច្រើនទៅតាមនោះដែររហូតមិនយូរប៉ុន្មានគេក៏បានក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យធុរកិច្ចបោះពុម្ពរបស់អាមេរិកជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ចបោះពុម្ពរបស់សហរដ្ឋអាមេរិករឿងរ៉ាវរបស់ Pulitzer ដែលអាចសាងខ្លួនឡើងមកពីដៃទទេគឺជាគំរូដល់អ្នកដែលចង់សម្រេចជោគជ័យជាពិសេសអ្នកដែលគ្មានដើមទុនធ្វើធុរកិច្ចដំបូងឡើយ Pulitzer គ្មានដើមទុនសូម្បីតែ1រៀលតែគេពឹងលើការព្យាយាមដោយឥតងាករេនិងសន្សំសំចៃលុយហើយយកលុយដែលសន្សំបាននោះមកប្រើឲ្យកើតជាប្រយោជន៍ខ្ពស់បំផុតដែលនេះគឺជាអាថ៌កំបាំងទៅកាន់ជោគជ័យដែលថាមិនត្រូវទុកលុយចោលឲ្យនៅស្ងៀមនោះធ្វើដូចម្តេចទៅឲ្យលុយសាងប្រយោជន៍ឲ្យយើងបានអ្នកធុរកិច្ចត្រូវផ្ដល់ភាពសំខាន់ចំពោះចំណុចផ្សេងៗរួមមានត្រូវចេះវិភាគនិន្នាការរបស់ទីផ្សារនិងយកលុយទៅវិនិយោគក្នុងធុរកិច្ចណាដែលផ្ដល់ផលតបស្នងខ្ពស់ជនជាតិជ្វីសជាមនុស្សជំនាញវិភាគដោយគេវិភាគថាប្រសិនបើផ្ញើលុយក្នុងធនាគារយ៉ាងច្រើនបានការប្រាក់មិនលើស 10% ឡើយក្នុងមួយឆ្នាំតែការយកលុយទៅវិនិយោគទុនក្នុងធុរកិច្ចនឹងបានផលច្រើនជាងនេះហេតុនេះហើយទើបអ្នកធុរកិច្ចជនជាតិជ្វីសមិនចូលចិត្តផ្ញើលុយក្នុងធនាគារនោះទេទោះបីមិនទាន់ឃើញការវិនិយោគដែលគួរឲ្យចាប់អារម្មណ៍ក៏ដោយក៏ពួកគេរីករាយនឹងកាន់លុយក្នុងដៃដើម្បីរងចាំឱកាសដែរភាពសំខាន់ទី2គឺត្រូវចេះគ្រប់គ្រងលុយកុំបណ្ដោយឲ្យទំនិញសល់ក្នុងឃ្លាំងគន្លឹះដ៏សំខាន់ដែលធ្វើឲ្យធុរកិច្ចដំណើរការឬរីកចម្រើនបន្តទៅបានគឺការធ្វើឲ្យទំនិញអស់ពីឃ្លាំងត្រូវផលិតឲ្យលឿននិងត្រូវលក់ឲ្យលឿនទើបបានលុយត្រឡប់មកវិញលឿនទំនិញដែលទុកចោលស្ងៀមៗវាមិនត្រឹមតែជាឧបសគ្គចំពោះការពង្រីកអាជីវកម្មប៉ុណ្ណោះទេនៅធ្វើឲ្យខាតថ្លៃចាយវាយផ្សេងៗដូចជាការប្រាក់ថ្លៃជួលឃ្លាំងជាដើមប្រសិនបើមិនចង់ឲ្យទំនិញសល់ក្នុងឃ្លាំងត្រូវផ្ដល់ភាពសំខាន់ចំពោះគុណភាពរូបរាងរបស់ផលិតផលនិងយុទ្ធសាស្ត្រនៃការគ្រប់គ្រងការងារតាមគោលការណ៍អ្នកធុរកិច្ចត្រូវធ្វើគ្រប់វិធីដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទើបធ្វើឲ្យធុរកិច្ចបានកម្រៃម្យ៉ាងទៀតដើម្បីឲ្យសម្រេចតាមគោលដៅនោះការផ្សាយពាណិជ្ជកម្មនិងការរកវិធីសាស្ត្រលក់គឺជាដំណាក់កាលដ៏សំខាន់ព្រោះទំនិញដែលមានគុណភាពល្អត្រូវពឹងលើការផ្សាយពាណិជ្ជកម្មទើបអាចលក់ដាច់និងលក់បានថ្លៃចំណែកឯចំណុចទី3គឺកុំឲ្យជំពាក់ត្រឹ
ត្រូវចេះរក្សាប្រាក់ទុនកុំបណ្ដោយឲ្យកើតនូវការខូចខាតដោយសារតែរឿងកំពេចកំប៉ុងការធ្វើធុរកិច្ចរមែងមានការប្រតែកម្រៃនិងការប្រថុយតាក់ទងគ្នាក្នុងលក្ខណៈប្រែប្រួលបើបែបនោះតើធ្វើដូចម្តេចទើបអាចផ្លាស់ប្ដូររឿងអាក្រក់ឲ្យคล้ายជាល្អបានជនជាតិស្វីសធ្វើចំនួនយ៉ាងមានរបៀបដោយពួកគេជឿថាការធ្វើធុរកិច្ចត្រូវមានកិច្ចសន្យាហើយដៃគូសន្យាត្រូវធ្វើតាមកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ម្យ៉ាងទៀតក្នុងការធ្វើធុរកិច្ចអ្វីៗពួកគេមិនចូលចិត្តឲ្យជំពាក់ឡើយតែប្រសិនបើភាគីម្ខាងទៀតចង់ជំពាក់ត្រូវមានទ្រព្យធានាឬបើមិនអញ្ចឹងឲ្យធនាគារអ្នកធានាព្រោះគេជឿថាមានតែការធ្វើដូច្នេះទេទើបគ្មានថ្ងៃចាញ់ល្បិចអ្នកដទៃសុភាសិតរបស់ជនជាតិស្វីសមួយប្រយោគនិយាយថាមិនត្រូវទុកចិត្តនរណាឡើយក្រៅពីខ្លួនឯងទោះជាបុគ្គលនោះជាឪពុកឬកូនរបស់យើងក៏ដោយពេលខ្លះសុភាសិតនេះអាចនឹងមានប្រភពមកពីទម្លាប់នៃការប្រកាន់ខ្ជាប់លើកិច្ចសន្យារបស់គេក៏ថាបានអ្នកចងការប្រាក់នៅទីក្រុងបាប៊ីឡូនការខ្ចីមាសគេនិងការឲ្យមាសគេខ្ចីវាមិនមែនគ្រាន់តែហុចមាសពីដៃមួយទៅដៃមួយទៀតនោះឡើយមាស50កាក់រ៉ូដិនជាជាងធ្វើលំពេងនៅក្រុងបាប៊ីឡូនដ៏ចំណាស់ម្នាក់គាត់មិនធ្លាប់ដាក់មាសច្រើនបែបនេះនៅក្នុងថង់ប្រាក់ដែលធ្វើពីស្បែកសត្វចងជាប់នឹងខ្លួនមកពីមុននោះទេគ្រាមួយនោះគាត់ដើរយ៉ាងសប្បាយចិត្តតាមផ្លូវពីព្រះបរមរាជវាំងជាផ្លូវដែលគេតែងតែដើរជាប្រចាំខណៈដែលគាត់កំពុងដើរនោះសំឡេងមាសលាន់ឮរើងចេញពីថង់ប្រាក់ដែលខ្ទាស់ជាប់នឹងខ្សែក្រវ៉ាត់ចងចង្កេះដោយវាយល់ទៅយល់មកតាមចង្វាក់នៃការបោះជំហានរបស់គាត់សំឡេងនេះលាន់ឮចេញមកហាក់ដូចជាសំឡេងតន្ត្រីដ៏ពីរោះតាមដែលគេមិនធ្លាប់បានឮពីមុនមកមាស50កាក់គឺជារបស់គាត់ទាំងអស់វាពិតជាមិនគួរឲ្យជឿទេថាគាត់មានសំណាងល្អបែបនេះកាក់មូលដែលបញ្ចេញសំឡេងរើងនេះពិតជាមានឥទ្ធិពលខ្លាំងណាស់ព្រោះអាចទិញអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បានគាត់អាចទិញផ្ទះធំមួយខ្នងដីធ្លីវងគោក្របីអូតសេះនិងគ្រប់យ៉ាងដែលគាត់ប្រាថ្នាចង់បាននៅតាមផ្លូវគាត់ដើរបណ្ដើរឆ្ងល់បណ្ដើរថាមាសទាំង50កាក់នេះតើគួរប្រើវាដូចម្តេចទើបល្អនៅល្ងាចថ្ងៃនោះខណៈដែលគាត់ដើរទៅដល់ផ្លូវបំបែកទៅកាន់ផ្ទះរបស់ប្អូនស្រីក្នុងចិត្តរបស់គាត់តែងតែគិតជានិច្ចថាគាត់មិនចង់ឲ្យមាសទាំងនេះទៅនរណាម្នាក់នោះឡើយប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Roden នៅតែមិនដឹងថាតើគួរយកមាសទាំងនេះទៅធ្វើអ្វីនោះឡើយដូច្នេះហើយនៅល្ងាចថ្ងៃមួយនោះដែរគាត់បានដើរទៅកាន់ហាងរបស់ Morrison ជាអ្នកចងការប្រាក់ជាឈ្មួញគ្រឿងអលង្ការនិងជាឈ្មួញក្រណាត់ពណ៌ស្រស់ៗផងដែរពេលដែលដើរកាត់បន្ទប់ដាក់តាំងគ្រឿងអលង្ការនិងសំពត់ដែលមានពណ៌ស្រស់ៗចម្រុះគ្នានោះភ្នែករបស់ Roden ចេះតែសម្លឹងទៅមុខដោយមិនបានសម្លឹងមើលឆ្វេងស្ដាំនោះឡើយលុះគាត់មកដល់ក៏បានជួប Morrison ដែលកំពុងអង្គុយនៅលើកំរាលនិងកំពុងបរិភោគអាហារដែលអ្នកបម្រើជនជាតិស្បែកខ្មៅម្នាក់រងចាំបម្រើ Morrison ដល់កន្លែងខ្ញុំមកនេះគឺសុំការណែនាំពីលោកព្រោះខ្ញុំពិតជាមិនដឹងថាតើត្រូវធ្វើដូចម្តេចទើបល្អនោះទេ Roden ឈរនិយាយដោយសម្ដីម៉ាត់និងពុំមានពាក់អាវដោយបង្ហាញឲ្យឃើញដើមទ្រូងដែលគ្របដណ្ដប់ដោយរោម Morrison ញញឹមរាក់ទាក់និងឆ្ងល់ថាតើមានរឿងអីបានជាមករកអ្នកចងការប្រាក់ដូចជារូបខ្ញុំដូច្នេះតើអ្នកមករកខ្ចីមាសឬតើចាញ់លបែងឬក៏ស្រីបោកយកប្រាក់អស់ទេដឹងខ្ញុំស្គាល់អ្នកជាច្រើនឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលឃើញអ្នកមករកខ្ញុំដើម្បីសុំការណែនាំពីខ្ញុំឡើយ Roden និយាយថាទេមិនមែនបែបនោះទេខ្ញុំមិនមែនចង់ខ្ចីមាសពីលោកទេប៉ុន្តែខ្ញុំចង់បានការណែនាំពីលោក Mason និយាយស្ដាប់ចុះបរិមម្នាក់នេះកំពុងនិយាយពីស្អីគេគ្មានអ្នកណាម្នាក់មករកអ្នកចងការប្រាក់ដើម្បីសុំការណែនាំទេតើនេះខ្ញុំស្ដាប់ច្រឡំពិតមែនទេ Roden និយាយមិនច្រឡំទេ Mason និយាយអូហូតើពិតជាយ៉ាងនឹងមែនឬ Roden លោកពិតជាអ្នកធ្វើលំពេងដ៏ចំណានម្នាក់ប្លែកពីគេមែនព្រោះអស់ទាំងគេមករក Mason ខ្ញុំដើម្បីខ្ចីមាសគ្មាននរណាម្នាក់មកដើម្បីសុំការណែនាំឡើយតែលោកបែរជាមកសុំយោបល់ពីខ្ញុំទៅវិញលោកមករកខ្ញុំដើម្បីសុំការណែនាំនោះគឺត្រូវហើយព្រោះក្រៅពីអ្នកចងការប្រាក់ថាតើមាននរណាទៅដែលពូកែជាងនេះក្នុងការផ្ដល់យោបល់តាក់ទងនឹងរឿងមាសប្រាក់ទៀតនោះ Mason និយាយបន្តទៀតថាលោកគួរតែញ៉ាំបាយជាមួយខ្ញុំសិនទៅ Roden ព្រោះលោកគឺជាភ្ញៀវរបស់ខ្ញុំក្នុងយប់នេះបន្ទាប់មកគាត់ស្រែកហៅអ្នកបម្រើរបស់គាត់ឲ្យក្រាលព្រមឲ្យមិត្តរបស់ខ្ញុំម្នាក់នេះផងគេឈ្មោះ Roden ជាជាងធ្វើលំពេងហើយការដែលគេមកនេះគឺដើម្បីសុំការណែនាំពីខ្ញុំនៅយប់នេះគេគឺជាភ្ញៀវដែលមានកិត្តិយសរបស់ខ្ញុំដូច្នេះឯងយកអាហារមកបម្រើគេឲ្យច្រើនយកស្រាទំពាំងបាយជូរដែលមានរសជាតិឆ្ងាញ់ជាងគេរួចចាក់ចូលទៅក្នុងកែវដែលធំជាងគេដើម្បីឲ្យគាត់បានផឹកឲ្យឆ្ងាញ់មាត់ម្ដងបន្ទាប់មក Mason និយាយថា
ពេលនេះអាចប្រាប់ខ្ញុំបានហើយថាតើលោកមានបញ្ហាអ្វី Roden និយាយគឺរង្វាន់ដែលព្រះរាជាប្រទានឲ្យខ្ញុំ Roden និយាយរង្វាន់ព្រះរាជាប្រទានព្រះអង្គប្រទានរង្វាន់ឲ្យលោកតើមែនទេវាជារង្វាន់ដែលធ្វើឲ្យលោកមានបញ្ហាអញ្ចឹងតើវាជារង្វាន់អ្វី Roden និយាយកាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានធ្វើលំពេងម៉ូដថ្មីឲ្យសេនាការពាររបស់ព្រះអង្គលុះព្រះអង្គបានទតហើយក៏ពេញព្រះទ័យចំពោះផ្លែលំពេងនេះជាខ្លាំងរួចទ្រង់ក៏ព្រះរាជទានមាស50កាក់ដល់ខ្ញុំដើម្បីធ្វើជារង្វាន់ពេលនេះខ្ញុំវង្វេងអស់ហើយព្រោះមានគេមកសុំចែកមាសពីខ្ញុំម៉ាសិននិយាយវាជាប្រតក្តីទៅហើយឲ្យតែមានព្រះអាទិត្យកោចរលើមេឃាគឺតែងតែមានមនុស្សម្នាចង់មានមាសដូចគ្នានេះឯងគ្មាននរណាម្នាក់ដែលថាមិនត្រូវការមាសនោះឡើយប៉ុន្តែចំពោះបញ្ហានេះមានពាក្យមួយដែលលោកត្រូវតែនិយាយគឺពាក្យថាទេលោកត្រូវនិយាយពាក្យនេះប្រកបដោយចិត្តរឹងមាំនិងម៉ឺងម៉ាត់ជាទីបំផុតគឺត្រូវធ្វើចិត្តឲ្យខ្លាំងដូចជាដៃទាំងពីររបស់លោកអញ្ចឹង Roden និយាយខ្ញុំបដិសេធដូច្នេះជាច្រើនអ្នកទៅហើយប៉ុន្តែថាតើគួរបដិសេធដូចម្ដេចនឹងកើតបើអ្នកនោះគឺជាប្អូនស្រីជាទីស្រឡាញ់បំផុតរបស់ខ្ញុំនោះ Mason និយាយប៉ុន្តែខ្ញុំគិតថាប្អូនស្រីរបស់លោកមិនចង់ដណ្ដើមសេចក្តីសុខពីរង្វាន់ដែលលោកទទួលបាននេះទេ Roden និយាយអូនស្រីរបស់ខ្ញុំមិនចង់បានដូច្នេះមែនប៉ុន្តែប្តីរបស់នាងឈ្មោះ Aramen អូនរបស់ខ្ញុំតែងតែចង់ឲ្យស្វាមីរបស់នាងក្លាយជាអ្នកជំនួញដ៏ស្រុកស្ដំម្នាក់ដោយនាងមើលឃើញថា Aramen មិនដែលបានទទួលឱកាសល្អសោះដូច្នេះហើយទើបនាងអង្វរខ្ញុំជំនួសស្វាមីរបស់នាងដើម្បីធ្វើជំនួញរួចគេនឹងសងខ្ញុំវិញនៅពេលដែលបានចំណេញសម្លាញ់ Mason និយាយរឿងនេះគឺជារឿងដែលសមនឹងពិភាក្សាគ្នាពិតមែនលោកត្រូវដឹងថាមាសរមែងរត់សម្ដៅទៅរកម្ចាស់ណាដែលមានការគ្រប់គ្រងនិងរៀបចំចាត់ចែងយ៉ាងត្រឹមត្រូវដូច្នេះហើយមាសតែងតែធ្វើឲ្យម្ចាស់របស់វានោះមានការផ្លាស់ប្ដូរតួនាទីទំនាក់ទំនងនិងមុខមាត់ដែលវាធ្វើឲ្យម្ចាស់របស់វាព្រួយបារម្ភនិងភ័យខ្លាចបាត់បង់ឬខ្លាចត្រូវគេបោកប្រាស់យកអស់ពេលខ្លះម្ចាស់នោះប្រើប្រាស់វាក្នុងគោលបំណងល្អទេតែបែរជាទទួលបានផលលំបាកដល់ខ្លួនឯងទៅវិញប៉ុន្តែមាសក៏រមែងធ្វើឲ្យម្ចាស់របស់វាមានអំណាចសមត្ថភាពនឹងធ្វើអំពើល្អបានដែរ Roden តើលោកធ្លាប់បានឮរឿងកសិករម្នាក់នៅទីក្រុង Nil ដែលចេះស្ដាប់ភាសាសត្វទេខ្ញុំយល់ថាលោកប្រហែលជាមិនធ្លាប់បានឮទេមើលទៅនោះព្រោះគិតថាជាងដំដែកដូចជាលោកមិនចូលចិត្តស្ដាប់រឿងព្រេងទេប៉ុន្តែដើម្បីឲ្យលោកបានជាគតិសម្រាប់ពិចារណាខ្ញុំនឹងនិយាយឲ្យលោកស្ដាប់ទៅចុះនៅពេលដែលស្ដាប់ហើយលោកប្រកាសជាដឹងច្បាស់ថាការសុំខ្ចីមាសនិងឲ្យមាសគេខ្ចីមិនមែនគ្រាន់តែជាការហុចមាសពីដៃមួយទៅដៃមួយទៀតនោះទេកាលពីព្រេងនាយមានបុរសម្នាក់ជាកសិករធ្វើការបម្រើឲ្យកហបតីម្នាក់នៅក្នុងស្រុកមួយកសិករនោះចេះស្ដាប់ភាសាសត្វដែលគេតែងតែលោបស្ដាប់សត្វលានិងគោនិយាយគ្នាជារៀងរាល់ថ្ងៃនៅល្ងាចថ្ងៃមួយគេបានស្ដាប់ឬគោត្អូញត្អែប្រាប់សត្វលាពីការលំបាករបស់ខ្លួនថាខ្ញុំខំប្រឹងអូសនឹងកលពីព្រឹករហូតដល់យប់ជារៀងរាល់ថ្ងៃមិនថាធ្វើការធ្ងន់ប៉ុណ្ណាមិនថាអាកាសធាតុក្តៅប៉ុណ្ណាមិនថាអស់កម្លាំងទន់ជើងប៉ុណ្ណាឬមិនថាករបស់ខ្ញុំចុករួយដោយជាប់នឹងនឹមប៉ុណ្ណាខ្ញុំតែងតែត្រូវគេបង្ខំឲ្យធ្វើការដូចនេះដដែលតែឯងវិញពិតជាសត្វដែលមានសំណាងខ្លាំងណាស់ព្រោះគេគ្រាន់តែក្រាលក្រណាត់ពណ៌ចម្រុះស្អាតលើខ្នងពីលើខ្នងរបស់ឯងហើយដឹកម្ចាស់ទៅកន្លែងណាដែលគាត់ចង់ទៅតែប៉ុណ្ណោះប៉ុន្តែបើម្ចាស់មិនចេញដំណើរទៅណាទេឯងតែងតែដេកនៅក្នុងម្លប់យ៉ាងសុខសាន្តដោយមិនធ្វើការងារធ្ងន់ដូចខ្ញុំនេះឡើយហើយត្រូវគេដាក់ស្មៅបៃតងខ្ចីជាចំណីទៀតផងលាជាសត្វមាននិស្ស័យល្អនិងយល់ចិត្តគោក៏និយាយថាសម្លាញ់ខ្ញុំឃើញឯងត្រូវគេប្រើនិងត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃដូចនេះមែនឥឡូវខ្ញុំអាចជួយចែករំលែកការងារពីឯងបានដើម្បីឲ្យឯងបានធូរស្បើយពីការងារបានខ្លះដូច្នេះខ្ញុំនឹងប្រាប់ឯងពីវិធីថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យឯងបានឈប់សម្រាកពេញមួយថ្ងៃឯងត្រូវធ្វើតាមខ្ញុំគឺថាពេលព្រឹកឡើងនៅពេលកម្មករមកយកឯងទៅភ្ជួរស្រែជួលឯងធ្វើជាដេកស្ដោកស្ដឹងនៅលើដីហើយស្រែកធ្ងរឲ្យខ្លាំងរហូតគេគិតថាឯងឈឺហើយធ្វើការមិនកើតទេព្រឹកស្អែកឡើងគោក៏ធ្វើតាមការណែនាំរបស់សត្វលាលុះព្រឹកឡើងកម្មករបានប្រាប់ថៅកែរបស់ខ្លួនថាគោឈឺហើយមិនអាចភ្ជួរស្រែបានទេកសិករឆ្លើយបើបែបនោះយកសត្វលាទៅភ្ជួរទៅព្រោះការភ្ជួរស្រែមិនអាចពន្យាពេលបានទេថ្ងៃនោះពេញមួយថ្ងៃសត្វលាដែលមានចេតនាល្អចង់ជួយសម្រាលការងារខ្លះៗរបស់គោតែបែរជាត្រូវគេបង្ខំឲ្យធ្វើការងារទាំងអស់ជំនួសគោទៅវិញលុះពេលមេឃងងឹតសត្វលាត្រូវគេដោះចេញពីនឹមនង្គ័លពេលនោះឯងបេះដូងរបស់វាលោតញាប់ខុសពីធម្មតាជើងរបស់វាទាន់អស់កម្លាំងចំណែកឯកវាក៏ចុករយនិងមានស្នាមរបួសដោយមុតនឹងនឹមដែរបរិះកសិករនោះចូលទៅក្នុងក្រោលដើម្បីស្ដាប់ពួកវានិយាយគ្នាទៀតគ្រានោះគេបានស្ដាប់ឮគោនិយាយមុនថាឯងពិតជាមិត្តដ៏ល្អរបស់ខ្ញុំ
ខ្ញុំមែនព្រោះនៅថ្ងៃនេះឯងជួយខ្ញុំឲ្យបានសម្រាកពេញមួយថ្ងៃបន្ទាប់មកសត្វលាក៏តបវិញថាខ្ញុំក៏ចង់សម្រាកដូចអ្នកដទៃទៀតដែរគ្រាន់តែចង់ជួយសម្រាលការងាររបស់អ្នកដទៃខ្លះៗប៉ុណ្ណោះតែបែរជាត្រូវធ្លាក់ខ្លួនមករ៉ាប់រងធ្វើការងារជំនួសគេទាំងអស់ទៅវិញដូច្នេះចាប់ពីពេលនេះទៅខ្ញុំមិនបានជួយឯងទៀតទេព្រោះខ្ញុំបានឮលោកម្ចាស់និយាយជាមួយនឹងកម្មករថាគាត់នឹងលក់ឯងទៅឲ្យអ្នកសម្លាប់សត្វយកសាច់លក់បើឯងនៅតែឈឺដូច្នេះតទៅទៀតខ្ញុំដឹងចិត្តលោកម្ចាស់ច្បាស់ណាស់បើគាត់និយាយថាម៉េចគឺធ្វើអញ្ចឹងហើយខ្ញុំក៏មិនអាចជួយឯងបានទៀតដែរព្រោះឯងគឺជាមិត្តជិលច្រអូសខ្លាំងណាស់ចាប់តាំងពីពេលនោះមកសត្វទាំងពីរនេះមិនដែលនិយាយគ្នាទៀតឡើយហើយមិត្តភាពរបស់ពួកវាក៏ត្រូវបានបញ្ចប់ក្នុងពេលនោះដែរដូច្នេះតើលោកបាននៅគតិអប់រំចិត្តពីនិទានរឿងនេះទេរ៉ូដិនវាជារឿងនិទានដ៏ល្អរ៉ូដិនឆ្លើយប៉ុន្តែខ្ញុំស្ដាប់ទៅដូចជាមិនបានអប់រំពីអ្វីឡើយម៉ាសិននិយាយក្នុងរឿងនិទានមិនមែនអត់ទេគឺពិតជាមានការអប់រំខ្លះៗនៅក្នុងនោះគ្រាន់តែវាងាយនិងសាមញ្ញរហូតដល់លោកមិនដឹងពីតម្លៃនៃការអប់រំរបស់វាតែប៉ុណ្ណោះការអប់រំនោះគឺថាបើលោកចង់ជួយមិត្តលោកធ្វើយ៉ាងណាកុំឲ្យយកបន្ទុកទាំងអស់របស់មិត្តមកដាក់លើខ្លួនឯងឲ្យសោះរ៉ូដិននិយាយខ្ញុំពិតជាមិនបានគិតដល់ចំណុចនេះសោះវាពិតជាការអប់រំដ៏ល្អមែនដូច្នេះខ្ញុំយល់ថាខ្ញុំមិនត្រូវទទួលបន្ទុកស្វាមីរបស់ប្អូនស្រីខ្ញុំមកដាក់លើខ្លួនខ្ញុំនោះទេប៉ុន្តែសូមលោកប្រាប់ខ្ញុំបន្តិចមើលព្រោះរាល់ថ្ងៃនេះលោកចងការប្រាក់ឲ្យមនុស្សជាច្រើនតើមានអ្នកណាខ្ចីហើយមិនសងដែរឬទេម៉ាសិនញញឹមក្នុងលក្ខណៈជាមនុស្សដែលពោពេញទៅដោយបទពិសោធន៍លើរឿងចងការប្រាក់រួចនិយាយថាបើអ្នកខ្ចីគ្មានលទ្ធភាពសងយើងទេតើលោកគិតថាគួរតែឲ្យគេខ្ចីដែរឬអត់ត្រង់ចំណុចនេះឯងអ្នករកស៊ីចងការប្រាក់ត្រូវតែឆ្លៀសវៃក្នុងការមើលមនុស្សយ៉ាងប្រុងប្រយ័ត្នបំផុតគឺត្រូវឲ្យមាសទៅអ្នកណាដែលមានផែនការច្បាស់លាស់ព្រោះអ្នកខ្ចីប្រភេទនេះអាចរកមាសមកសងវិញបានប៉ុន្តែបើអ្នកនោះគ្មានផែនការច្បាស់លាស់ទេគេនឹងយកមាសដែលខ្ចីនោះទៅប្រើប្រាស់នៅក្នុងរឿងមិនត្រឹមត្រូវចំណែកម្ចាស់បំណុលវិញក៏មិនអាចយកមាសនោះមកវិញបានដែរខ្ញុំសូមបង្ហាញលោកនៅហឹបមួយនៅពេលដែលឃើញហើយខ្ញុំជឿជាក់ថាលោកប្រកាសជាយល់រឿងរ៉ាវនេះជាមិនខាននិយាយរួចម៉ាសិនដើរទៅក្នុងបន្ទប់ហើយលើកហឹបធំមួយដែលរុំដោយស្បែកជ្រូកពណ៌ក្រហមមានរាងទ្រវែងនិងតុបតែងដោយគ្រឿងសម្រិតគាត់បានដាក់ហឹបនោះចុះរួចអង្គុយនៅពីមុខហឹបដោយដាក់ដៃទាំងពីរនៅលើគម្របរបស់វាម៉ាសិននិយាយនៅពេលដែលខ្ញុំឲ្យនរណាម្នាក់ខ្ចីមាសខ្ញុំតែងតែយកវត្ថុអ្វីមួយដាក់នៅក្នុងនេះដើម្បីធ្វើជាវត្ថុធានារហូតបំណុលទាំងអស់នោះត្រូវបានសងមកវិញនៅពេលដែលកូនបំណុលរបស់ខ្ញុំសងមាសដល់ខ្ញុំរួចហើយទើបខ្ញុំប្រគល់វត្ថុធានាទាំងនេះឲ្យគេវិញប៉ុន្តែបើពួកគេមិនទាន់សងរួចទេវត្ថុទាំងនេះនឹងនៅក្នុងនេះរហូតហើយនឹងក្លាយជារបស់ខ្ញុំដោយស្វ័យប្រវត្តិវត្ថុធានានេះជាសញ្ញាធ្វើឲ្យកូនបំណុលចេះស្ដាយស្រណោះនៅវត្ថុធានារបស់ខ្លួនហើយខំប្រឹងប្រែងរកមាសមកសងបំណុលខ្ញុំហើយវាក៏ជាសញ្ញាជួយដាស់តឿនឲ្យដឹងជានិច្ចអំពីកូនបំណុលណាដែលមិនស្មោះត្រង់ចំពោះខ្ញុំផងដែរដូច្នេះហឹបមួយនេះប្រាប់ឲ្យខ្ញុំដឹងថាកម្ចីដែលសុវត្ថិភាពបំផុតគឺត្រូវផ្ដល់ឲ្យកូនបំណុលណាដែលមានទ្រព្យធានាហើយទ្រព្យធានាត្រូវតែមានតម្លៃថ្លៃជាងមាសដែលគេខ្ចីដូចជាដីធ្លីមាសប្រាក់ត្បូងពេជ្រគោក្របីដំរីសេះអូតឬរបស់ដទៃទៀតដែលអាចយកមកលក់ដើម្បីដោះបំណុលបានវត្ថុធានាខ្លះត្រូវកូនបំណុលឲ្យមកជាគ្រឿងអលង្ការដែលមានតម្លៃថ្លៃជាងមាសដែលគេខ្ចីទៅទៀតវត្ថុធានាខ្លះទៀតជាដីធ្លីផ្ទះសម្បែងនិងវត្ថុផ្សេងជាច្រើនដោយពួកគេបានយល់ព្រមប្រគល់វត្ថុធានានោះមកឲ្យខ្ញុំដូច្នេះខ្ញុំអាចដាក់ជួលរបស់ធានាទាំងនោះដើម្បីយកប្រាក់ឈ្នួលត្រឡប់មកវិញថែមទៀតផងដែលនេះគឺជាការផ្ដល់ប្រាក់កម្ចីដោយយើងត្រូវមើលទៅលើទ្រព្យឬវត្ថុធានារបស់កូនបំណុលមនុស្សមួយប្រភេទទៀតពុំមានទ្រព្យសម្បត្តិឬវត្ថុធានាទេប៉ុន្តែគេមានសមត្ថភាពរកប្រាក់ចំណូលដូចលោកអញ្ចឹងដែរពួកគេជាមនុស្សដែលមានមុខរបរឬមានការងារធ្វើតែការដែលពួកគេខ្ចីនេះដោយសារតែពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុប្រសិនបើពួកទាំងនេះជាមនុស្សដែលស្មោះត្រង់ខ្ញុំជឿថាពួកគេនឹងសងមាសត្រឡប់មកវិញនិងមានការប្រាក់ទៅតាមតម្លៃដែលបានកំណត់នេះគឺជាការផ្ដល់ប្រាក់កម្ចីដែលមើលទៅលើសមត្ថភាពរបស់កូនបំណុលមនុស្សមួយប្រភេទទៀតគ្មានទាំងទ្រព្យសម្បត្តិគ្មានទាំងសមត្ថភាពរកប្រាក់ចំណូលដោយជីវភាពរបស់គេលំបាកតោកយ៉ាកមិនអាចសម្របខ្លួនទៅតាមស្ថានភាពនៃខ្សែជីវិតរបស់ពួកគេបានប្រសិនបើខ្ញុំឲ្យប្រាក់ទៅមនុស្សប្រភេទនេះខ្ចីសូម្បីត្រឹមតែមួយកាក់ក៏ដោយមិនយូរទេខ្ញុំនឹងត្រូវបាត់បង់ប្រាក់នោះទៅទទេដោយសារតែពួកគេគ្មានសមត្ថភាពសងប៉ុន្តែដើម្បីឲ្យមនុស្សប្រភេទនេះខ្ចីមាសបានលុះត្រាតែពួកគេរកមនុស្សមកធានាខណៈដែលម៉ាសិនបើកគម្របហឹបភ្លាមនោះរ៉ូដិនអោនក្បាលទៅមើលយ៉ាងលឿនព្រោះគេចង់ដឹងជាខ្លាំងនៅក្នុងហឹបជាន់លើគេមានក្រណាត់មួយផ្ទាំងពណ៌ក្រហមគាត់លើកក្រណាត់នោះឡើងហើយបបោសថ្នមដោយក្តីស្រឡាញ់រួចនិយាយថារបស់មួយនេះនឹងនៅក្នុងហឹបនេះរហូតត
ទៅព្រោះម្ចាស់របស់វាបានលាចាកលោកនេះបាត់ទៅហើយខ្ញុំស្រឡាញ់របស់មួយនេះខ្លាំងណាស់នឹងចងចាំវារហូតព្រោះគេគឺជាមិត្តដ៏ល្អរបស់ខ្ញុំនឹងធ្លាប់ជួញដូរជាមួយគ្នានៅពេលដែលគេបានសម្រេចជោគជ័យយើងបានធ្វើដំណើរមកដល់ដែនដីនៃភាគខាងកើតហើយគេបានរៀបការជាមួយនារីម្នាក់នៅទីនោះដែលមានសម្រស់យ៉ាងស្រស់សោភាខុសពីនារីនៅក្នុងទីក្រុងរបស់យើងនាងស្អាតរហូតធ្វើឲ្យបរិសមួយចំនួនឈរភ្លឹកភ្លេចខ្លួនធ្វើអ្វីៗលែងត្រូវកាលនោះគេបានចំណាយមាសប្រាក់ជាច្រើនទៅតាមការសប្បាយនិងភាពឆើតឆាយរបស់នាងប៉ុន្តែថ្ងៃមួយនោះគេបានមករកខ្ញុំដោយទឹកមុខស្រពាប់ស្រពោននិងក្រៀមក្រំបំផុតព្រោះគេបានចាយមាសប្រាក់របស់គេអស់គ្មានសល់ក្រោយមកពិភាក្សាគ្នាខ្ញុំប្រាប់ថាខ្ញុំអាចជួយបានចំពោះការស្ដារមុខជំនួញរបស់គេហើយគេក៏សន្យាយ៉ាងម៉ឺងម៉ាត់ថានឹងធ្វើឲ្យបានដែរប៉ុន្តែក្រោយមករឿងអកុសលមួយបានកើតឡើងគេបានឆ្លោះជាមួយប្រពន្ធហើយក៏ត្រូវនាងចាក់មួយកំបិតចំបេះដូងស្លាប់មួយរំពេចទៅរ៉ូដេនសួរថាចុះនាងវិញម៉ាសិនយកក្រណាត់ពណ៌ក្រហមស្រស់ឡើងមកហើយនិយាយថានេះជារបស់នាងដោយសារតែភាពសោកស្ដាយនឹងការឈឺចាប់ចំពោះទង្វើដែលនាងបានធ្វើនាងក៏សម្រេចចិត្តលោតចូលទៅក្នុងទន្លេ Emperate ដូច្នេះបំណុលនេះគ្មានថ្ងៃបានមកវិញទេ Roden ហឹបមួយនេះអាចបញ្ជាក់ប្រាប់លោកបានថាមនុស្សណាដែលមានវិបត្តិផ្លូវចិត្តគឺជាកូនបំណុលដែលផ្ដល់ហានិភ័យខ្ពស់បំផុតដល់ម្ចាស់បំណុលប៉ុន្តែមួយនេះខុសគ្នាម៉ាសិនយកចិញ្ចៀនដែលឆ្លាក់យ៉ាងស្អាតធ្វើអំពីឆ្អឹងគោនេះជាចិញ្ចៀនរបស់កសិករម្នាក់កាលនោះដោយសារតែដំណាំរបស់គេត្រូវវងកណ្ដូលបំផ្លាញអស់ទើបធ្វើឲ្យគេគ្មានអាហារសម្រាប់បរិភោគឃើញដូច្នេះខ្ញុំនឹកអាណិតគេជាពន់ពេកហើយក៏បានឲ្យគេខ្ចីប្រាក់ដោយរងចាំពេលគេប្រមូលផលបានគេនឹងសងខ្ញុំវិញក្រោយមកគេមករកខ្ញុំម្ដងទៀតហើយបាននិយាយប្រាប់ខ្ញុំអំពីសត្វពពែដែលល្អប្លែកនៅដែនដីឆ្ងាយដែលគេបានដឹងតាមរយៈអ្នកធ្វើដំណើរម្នាក់និយាយប្រាប់គេអ្នកដំណើរនោះបានប្រាប់គេថាពពែទាំងនោះមានរោមវែងស្អាតនិងទន់ហើយបើយកមករំបាញធ្វើជាក្រណាត់នោះនឹងក្លាយជាក្រណាត់យ៉ាងល្អប្រណិតដែលពុំធ្លាប់មាននៅទីក្រុងបាប៊ីឡូននេះក៏ថាបានឮអ្នកដំណើរនិយាយដូច្នេះគេចង់ទិញសត្វពពែទាំងនោះមកចិញ្ចឹមប៉ុន្តែគ្មានលុយដូច្នេះហើយទើបខ្ញុំឲ្យមាសទៅគេខ្ចីដើម្បីធ្វើដំណើរទៅមើលនិងទិញពពែទាំងនោះពេលនេះគេកំពុងចិញ្ចឹមពពែបានមួយវងធំហើយឆ្នាំក្រោយខ្ញុំជឿជាក់ថាគេនឹងចាប់ផ្ដើមត្បាញក្រណាត់ដែលធ្វើពីរោមពពែទាំងនោះហើយក្រណាត់ទាំងនេះនឹងត្រូវប្រមូលទិញដោយព្រះរាជានុវង្សនៅទីក្រុងបាប៊ីឡូនក្នុងតម្លៃថ្លៃជាមិនខានខ្ញុំជឿជាក់ទៀតថាក្នុងពេលឆាប់ៗនេះគេនឹងបានសងប្រាក់មកឲ្យខ្ញុំវិញហើយខ្ញុំក៏បានប្រគល់ចិញ្ចៀននេះក្នុងពេលឆាប់ៗខាងមុខនេះដែររ៉ូដេនសួរថាកូនបំណុលដទៃទៀតធ្វើបែបហ្នឹងដែរតើមែនឬម៉ាសិននិយាយបើពួកគេខ្ចីដោយមានផែនការឬគម្រោងការច្បាស់លាស់ខ្ញុំសង្ឃឹមថាពួកគេអាចនឹងរកប្រាក់ចំណូលបានច្រើនដោយវិធីដូចគ្នាអញ្ចឹងដែរប៉ុន្តែបើពួកគេខ្ចីដោយមិនបង្ហាញគម្រោងការច្បាស់លាស់ទេនោះលោកត្រូវប្រយ័ត្នឲ្យមែនតែនបើលោកចង់បានមាសត្រឡប់មកនៅក្នុងដៃរបស់លោកម្ដងទៀតចុះរបស់មួយនេះវិញរ៉ូដេនបានលើកខ្សែដៃមាសធំមួយដែលដាំដោយត្បូងនិងមានក្បាច់រចនាយ៉ាងស្អាតដែលមិនធ្លាប់ឃើញម៉ាសិននិយាយលេងសប្បាយនឹងរ៉ូដេនថាសម្លាញ់របស់នេះគឺជារបស់សង្សារខ្ញុំរ៉ូដេនតបថាតាំងពីក្មេងមកលោកពូកែជាងខ្ញុំឆ្ងាយណាស់កុំយល់ច្រឡំអីខ្ញុំគ្មានស្នេហាដូចដែលលោកគិតនោះទេតាមពិតម្ចាស់ខ្សែដៃមួយនេះជាមនុស្សស្រីធាត់មុខជ្រីជ្រួញនឹងពូកែនិយាយម្នាក់ដោយពេលខ្លះនាងនិយាយរហូតខ្ញុំស្ទើរតែឈួតវង្វេងកាលពីមុនគ្រួសាររបស់នាងជាអ្នកមានស្រុកស្ដំហើយពួកគេក៏ជាអតិថិជនដ៏ល្អរបស់ខ្ញុំដែរប៉ុន្តែថ្ងៃមួយរឿងអកុសលបានធ្លាក់មកលើគ្រួសាររបស់នាងមានកូនប្រុសម្នាក់ដែលក្នុងចិត្តរបស់នាងចង់ឲ្យគេធ្វើជាអ្នកជំនួញដូច្នេះហើយទើបនាងមករកខ្ញុំដើម្បីខ្ចីមាសមួយចំនួនឲ្យកូនប្រុសរបស់នាងដើម្បីធ្វើដំណើរជាមួយនឹងអ្នកជំនួញម្នាក់ដែលជាអ្នកដើរទិញទំនិញពីទីក្រុងមួយទៅលក់នៅទីក្រុងមួយទៀតប៉ុន្តែអ្នកជំនួញនោះគឺជាជនបោកប្រាស់ដោយទុកកូនប្រុសរបស់នាងចោលនៅទីក្រុងមួយដែលនៅឆ្ងាយគ្មានប្រាក់សម្រាប់ចាយគ្មានបាយសម្រាប់បរិភោគនិងគ្មានមិត្តភ័ក្តិណាម្នាក់ស្គាល់នោះឡើយដោយអ្នកជំនួញអាក្រក់នោះលបគេចចេញខណៈដែលកូនប្រុសរបស់នាងកំពុងតែដេកលក់ហើយនាងក៏គ្មានប្រាក់សម្រាប់សងខ្ញុំវិញដែរប៉ុន្តែយ៉ាងណាខ្ញុំសង្ឃឹមថានៅពេលដែលកូនប្រុសរបស់នាងធំដឹងក្តីគេនឹងមកសងបំណុលម្ដាយរបស់គេវិញទោះជាគេសងឬមិនសងក៏មិនអីដែរព្រោះខ្សែដៃមួយនេះអាចកាត់កងសងបំណុលនោះបានរ៉ូដិនសួរតើស្ត្រីម្នាក់នេះបានសុំការណែនាំពីលោកទេមុននឹងឲ្យនាងខ្ចីប្រាក់ម៉ាសិនឆ្លើយអត់ទេព្រោះនាងមានមហិច្ឆតាងប់ងល់ខ្
ខ្លាំងពេកដោយនាងចង់ឲ្យកូនប្រុសរបស់នាងក្លាយជាសិទ្ធិដ៏មានឥទ្ធិពលនៅទីក្រុងបាប៊ីឡូននេះប្រសិនបើនិយាយឲ្យទាស់ចិត្តតែបន្តិចនាងនឹងខឹងដាច់ក្បាលដាច់កន្ទុយមួយរំពេចតាមពិតខ្ញុំមិនយល់ស្របនឹងគំនិតរបស់នាងឡើយព្រោះខ្ញុំក៏មើលឃើញពីហានិភ័យនេះដែរត្បិតអីក្មេងប្រុសម្នាក់នោះគ្មានបទពិសោធន៍អ្វីបន្តិចសោះប៉ុន្តែបើនាងអាលកាត់ដោយយកខ្សែដៃជាវត្ថុធានាទៅហើយថាតើឲ្យខ្ញុំប្រកែកដូចម្ដេចបានចំណែកអាមួយនេះវិញម៉ាសិនក្រវីខ្សែមួយដុំទៅមកវាជារបស់ Nabater ជាឈ្មួញសត្វអូតម្នាក់គេចង់ទិញសត្វអូតមួយវងធំដោយហួសពីសមត្ថភាពរបស់គេប៉ុន្តែដោយសារតែគេយកខ្សែមួយសំណុំនេះឲ្យខ្ញុំទើបខ្ញុំឲ្យគេខ្ចីតាមចំនួនដែលគេចង់បាន Nabater គឺជាឈ្មួញសុចរិតនិងឆ្លៀសវៃម្នាក់ហើយដោយសារតែខ្ញុំជឿជាក់លើសមត្ថភាពរបស់គេទើបខ្ញុំឲ្យគេខ្ចីតាមតម្រូវការឈ្មួញជាច្រើនអ្នកនៅទីក្រុងបាប៊ីឡូនធ្វើឲ្យខ្ញុំទុកចិត្តនិងជឿជាក់ដោយសារតែភាពស្មោះត្រង់ចរិតថ្លៃថ្នូរនិងគួរឲ្យគោរពហើយវត្ថុធានារបស់ពួកគេតែងតែចេញចូលក្នុងហឹបរបស់ខ្ញុំជាញឹកញាប់នៅពេលដែលពួកគេខ្ចីនិងសងបំណុលរួចលោកត្រូវដឹងថាឈ្មួញដ៏ល្អគឺជាទ្រព្យសម្បត្តិដ៏មហាសាលនៃទីក្រុងបាប៊ីឡូនរបស់យើងព្រោះនៅពេលមុខជំនួញរបស់ពួកគេមានដំណើរការនិងរីកចម្រើនទីក្រុងបាប៊ីឡូនមួយនេះនឹងកាន់តែសម្បូរសប្បាយខ្លាំងឡើងជាលំដាប់ម៉ាសិនបានយកចម្លាក់សត្វកញ្ចែតូចមួយដែលឆ្លាក់ពីត្បូងពណ៌ខៀវមកបង្វិលនៅលើព្រំហើយនិយាយថារូបសត្វមួយនេះមកពីអេស៊ីបដោយម្ចាស់របស់វាមិនចាប់អារម្មណ៍ក្នុងការសងបំណុលនោះឡើយនៅពេលដែលខ្ញុំទៅទារបំណុលពីគេម្ដងគេតែងតែនិយាយថាតើខ្ញុំនឹងមានអ្វីសងបើខ្ញុំធ្វើជំនួញមិនចំណេញផងនោះលោកនៅមានមាសច្រើនដែរតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅរបស់មួយនេះតាមពិតជារបស់ឪពុកគេដែលជាអតិថិជនដ៏ល្អម្នាក់ដែលមានប្រាក់បន្តិចបន្តួចដោយគាត់បានយកដីធ្លីនិងសត្វចិញ្ចឹមដែលគាត់មានមកធានាបំណុលដើម្បីទំនុកបម្រុងអាជីវកម្មកូនប្រុសរបស់គាត់ជំនួញកូនប្រុសរបស់គាត់កាលពីមុនគឺជោគជ័យតែក្រោយមកដោយសារតែភាពលោភលន់និងចង់មានខ្លាំងពេកទាំងដែលខ្លួននៅមិនទាន់មានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់ទៅមុខជំនួញរបស់គេត្រូវដួលរលំក្មេងៗតែងតែមានមហិច្ឆតានិងចូលចិត្តដើរផ្លូវកាត់ដើម្បីធ្វើយ៉ាងណាឲ្យតែខ្លួនមានបានតាមតែខ្លួនឯងចង់បានក្នុងរយៈពេលខ្លីដោយសារតែពួកគេចង់មានបានឆាប់ពេកទើបពួកគេតែងតែមកខ្ចីបំណុលដោយមិនបានគិតឲ្យបានវែងឆ្ងាយហើយពួកគេតែងតែមិនដឹងទេថាបំណុលដែលគេជំពាក់គឺជាអណ្ដូងមួយដែលមានជម្រៅដ៏ជ្រៅបើគេធ្លាក់ចុះទៅមិនងាយនឹងឡើងមកវិញឡើយដោយគេអាចនឹងត្រូវចំណាយកម្លាំងឥតប្រយោជន៍ម្យ៉ាងទៀតវាគឺជាអណ្ដូងដែលពោពេញទៅដោយវិបដិសារីរហូតធ្វើឲ្យគេដេកមិនលក់បក់មិនលហើយដោយចិត្តរបស់គេស្ថិតក្នុងភាពអំពល់មិនចេះចប់ខ្ញុំនិយាយនេះមិនមែនបន្លាចមិនឲ្យខ្ចីមាសនោះឡើយប៉ុន្តែខ្ញុំជំរុញឲ្យខ្ចីមាសប្រសិនបើកម្ចីនោះមានគោលបំណងត្រឹមត្រូវនិងច្បាស់លាស់ហើយការដែលខ្ញុំខ្លាចជាអ្នកមានដោយសពថ្ងៃនេះក៏ដោយសារតែខ្ញុំខ្ចីមាសពីអ្នកចងការប្រាក់មកធ្វើជំនួញដែរក្នុងករណីនេះអ្នកចងការប្រាក់ដទៃទៀតក៏មិនដឹងធ្វើយ៉ាងម៉េចដែរព្រោះក្មេងប្រុសម្នាក់នោះបានបាត់បង់ភាពក្លាហានបាក់ទឹកចិត្តក្នុងការធ្វើជំនួញរបស់គេឲ្យមានដំណើរការបន្តទៀតនិងគ្មានកម្លាំងចិត្តណាមួយមកជំរុញឲ្យគេព្យាយាមរកប្រាក់មកសងបំណុលរបស់គេឡើយហើយខ្ញុំក៏មិនចង់រឹបអូសយកដីធ្លីនិងសត្វចិញ្ចឹមរបស់ពួកគេដែររ៉ូដិននិយាយរឿងរ៉ាវដែលលោកនិយាយប្រាប់សុទ្ធតែជារឿងដែលគួរឲ្យចាប់អារម្មណ៍តែខ្ញុំមិនទាន់បានទទួលចម្លើយពីរឿងដែលខ្ញុំសួរលោកនោះឡើយទេថាតើខ្ញុំគួរតែឲ្យប្អូនថ្លៃរបស់ខ្ញុំខ្ចីមាស50កាក់ទេហើយលោកក៏ដឹងដែរថាវាចាំបាច់ណាស់សម្រាប់ខ្ញុំម៉ាសិននិយាយប្អូនស្រីរបស់លោកក៏ជាស្ត្រីដែលខ្ញុំគោរពនិងសរសើរម្នាក់ដែរប្រសិនបើឲ្យស្វាមីរបស់នាងមកខ្ចីមាស50កាក់ពីខ្ញុំពេលនោះខ្ញុំនឹងសួរពីគោលបំណងរបស់គេក្នុងការប្រើប្រាស់មាសនោះថាតើគេយកមាសនោះទៅធ្វើអ្វីបើគេឆ្លើយថាចង់ធ្វើឈ្មួញដូចខ្ញុំរកស៊ីខាងគ្រឿងអលង្ការនិងគ្រឿងប្រដាប់ល្អៗនិងមានតម្លៃខ្ញុំនឹងសួរគេទៀតថាតើមានចំណេះដឹងក្នុងមុខជំនួញនេះដែរឬទេតើដឹងកន្លែងទិញទំនិញថោកដែរឬទេតើនឹងលក់ទំនិញដែលទិញបាននោះនៅកន្លែងណាដូច្នេះតើលោកគិតថាប្អូនថ្លៃរបស់លោកអាចឆ្លើយសំណួរទាំងនេះបានទេរ៉ូដិនឆ្លើយខ្ញុំគិតថាគេប្រកាសជាមិនអាចឆ្លើយបានទេព្រោះភាគច្រើនគេជួយខ្ញុំធ្វើលំពេងក្នុងរោងជាងនិងជួយកិច្ចការក្នុងហាងខ្លះម៉ាសិននិយាយបើបែបនេះខ្ញុំយល់ថាគេគ្មានសមត្ថភាពនិងគោលដៅច្បាស់លាស់ទេព្រោះអ្នកជំនួញត្រូវយល់ដឹងនិងត្រូវរៀនពីរបៀបធ្វើជំនួញដោយខ្លួនឯងខ្ញុំគិតថាគាត់មានមហិច្ឆតាខ្ពស់តែគេខ្វះការប្រតិបត្តិជាប្រចាំដូច្នេះបើខ្ញុំវិញខ្ញុំមិនឲ្យខ្ចីមាសជាដាច់ខាតប៉ុន្តែប្រសិនបើគេឆ្លើយថាខ្ញុំធ្លាប់ជួបអ្នកជំនួញជាច្រើនហើយខ្ញុំដឹងពីការធ្វើដំណើរទៅទីក្រុងផ្សេងដើម្បីទិញក្រណាត់ដែលត្បាញដោយមេផ្ទះទាំងឡាយនៅទីនោះខ្ញុំនៅស្គាល់អ្នកមានជាច្រើននៅទីក្រុងបាប៊ីឡូនដូច្នេះខ្ញុំអាចនឹងលក់ក្រណាត់តម្បាញទាំងនេះឲ្យពួកគេក្នុងតម្លៃថ្លៃនៅពេលដែលឮគេនិយាយដូច្នេះខ្ញុំនឹងប្រាប់គេថា
គោលបំណងរបស់លោកមានភាពច្បាស់លាស់និងជ្រាស់វៃចំណែកមហិច្ឆតារបស់លោកទៀតសោតក៏គួរឲ្យជឿជាក់និងគួរឲ្យសរសើរដែរដូច្នេះខ្ញុំរីករាយនឹងឲ្យលោកជ័យមាស50កាក់នេះប្រសិនបើលោកធានាថាលោកនឹងសងខ្ញុំវិញយ៉ាងពិតប្រាកដប៉ុន្តែបើគេឆ្លើយថាខ្ញុំគ្មានរបស់ដែលត្រូវដាក់ធានាទេក្រៅពីនិយាយថាខ្លួនខ្ញុំគឺជាមនុស្សស្មោះត្រង់ម្នាក់ខ្ញុំនឹងសងបំណុលនេះយ៉ាងពិតប្រាកដពេលនោះខ្ញុំនឹងប្រាប់ថាមាស50កាក់មានតម្លៃខ្លាំងណាស់ចុះបើមានចោរប្លន់លោកនៅតាមផ្ទះខណៈដែលលោកកំពុងធ្វើដំណើរទៅទីក្រុងផ្សេងឬប្លន់ក្រណាត់ពីលោកខណៈដែលលោកកំពុងធ្វើដំណើរត្រឡប់មកវិញថាតើលោកមានមាសមកពីណាដើម្បីសងខ្ញុំគឺគ្មានទេពេលនោះមាសរបស់ខ្ញុំនឹងត្រូវបាត់បង់អស់មិនខានម៉ាសិននិយាយបន្តរ៉ូដិនមាសគឺជាទំនិញដ៏ចាំបាច់សម្រាប់អ្នករកស៊ីចងការប្រាក់មាសពិតជាងាយក្នុងការឲ្យអតិថិជនខ្ចីតែបើឲ្យគេខ្ចីដោយភាពល្ងងខ្លៅខ្វះការពិចារណាវានឹងពិបាកយកត្រឡប់មកវិញខ្លាំងណាស់អ្នកចងការប្រាក់ដែលឆ្លៀសវៃតែងតែមិនប្រថុយនឹងការចងការប្រាក់ដោយគ្មានទ្រព្យឬរបស់ធានាឡើយបើមិនដូច្នេះទេវានឹងបាត់បង់ទៅវិញដោយងាយប្រាក់កម្ចីគឺជារឿងល្អគេនិយាយបន្តព្រោះវានឹងជួយមនុស្សដែលកំពុងជួបនឹងផលលំបាកវានឹងជួយមនុស្សដែលជួបនឹងគ្រោះកម្មវានឹងជួយមនុស្សដែលកំពុងចាប់ផ្ដើមអាជីវកម្មដើម្បីឲ្យពួកគេបានរីកចម្រើននិងក្លាយជាពលរដ្ឋល្អក្នុងសង្គមប៉ុន្តែយ៉ាងណាការជួយក៏ត្រូវឲ្យឆ្លៀសវៃដែរបើមិនដូច្នេះទេវាមិនខុសពីសត្វលាមួយក្បាលរបស់កសិករនោះឡើយដោយវាមានចិត្តជួយអ្នកដទៃតែបែរជាយកទុកមកដាក់ខ្លួនទៅវិញរ៉ូដិនចូលលោកស្រាប់ចម្លើយរបស់ខ្ញុំឲ្យច្បាស់ណាទុកមាស50កាក់នោះទៅកុំឲ្យប្អូនថ្លៃរបស់លោកខ្ចីឲ្យសោះព្រោះវាជាកម្លាំងញើសឈាមរបស់លោកនិងជារង្វាន់ដែលលោកស័ក្តិសមនឹងទទួលបានវាគ្មានអ្នកណាម្នាក់មានសិទ្ធិមកសុំចែកវាពីលោកឡើយលុះត្រាតែលោកយល់ព្រមដោយខ្លួនឯងប៉ុណ្ណោះប៉ុន្តែបើលោកចង់ឲ្យមាសទៅប្តីប្អូនស្រីរបស់លោកខ្ចីគឺត្រូវធ្វើយ៉ាងណាឲ្យបានការប្រាក់មកវិញនិងត្រូវធ្វើតាមភាពប្រយ័ត្នប្រយែងបំផុតមាសដែលខ្ញុំមានខ្ញុំមិនចូលចិត្តទុកវាចោលទេតែខ្ញុំក៏មិនចូលចិត្តផ្សងព្រេងឲ្យអ្នកដទៃដែលខ្វះភាពច្បាស់លាស់និងជ្រាសវៃនោះដែររ៉ូដិនឆ្លើយថា3ឆ្នាំមកហើយម៉ាសិនសួរបន្ទាប់មកម៉ាសិនសួរបន្តថាតើលោកធ្វើការជាជាងធ្វើលំពេងអស់ប៉ុន្មានឆ្នាំហើយរ៉ូដិនឆ្លើយថា3ឆ្នាំមកហើយម៉ាសិនសួរតើសន្សំបានប្រាក់ប៉ុន្មានក្រៅពីរង្វាន់របស់ស្ដេចរ៉ូដិនឆ្លើយបានមាស3កាក់ម៉ាសិនសួរក្នុងមួយឆ្នាំអ្នកធ្វើការយ៉ាងធ្ងន់ដោយមិនហ៊ានទិញរបស់ល្អប្រើប្រាស់ឡើយតើមែនទេរ៉ូដិនឆ្លើយដូចដែលលោកនិយាយនឹងឯងម៉ាសិនសួរបែបហ្នឹងបើលោកខំធ្វើការ50ឆ្នាំដោយមិនហ៊ានទិញរបស់ល្អប្រើប្រាស់ទេលោកអាចនឹងសន្សំមាសបាន50កាក់មិនថាអញ្ចឹងរ៉ូដិនឆ្លើយខ្ញុំត្រូវតែខំប្រឹងធ្វើឲ្យបានម៉ាសិនសួរតើលោកចង់ឲ្យប្អូនស្រីរបស់លោកយកប្រាក់ដែលលោកខំប្រឹងសន្សំអស់រយៈពេល50ឆ្នាំយ៉ាងលំបាកដើម្បីឲ្យស្វាមីរបស់នាងធ្វើចំនួនទាំងប្រថុយប្រឋានគ្មានចំណេះដឹងនិងបទពិសោធន៍បែបនេះឬរ៉ូដិនឆ្លើយអត់ទេម៉ាសិននិយាយបើអញ្ចឹងចូលលោកទៅរកនាងហើយប្រាប់នាងថាបងខំប្រឹងធ្វើការអស់រយៈពេល3ឆ្នាំពេញតាំងពីព្រលឹមដល់ព្រលប់ជារៀងរាល់ថ្ងៃលើកលែងតែថ្ងៃឈប់សម្រាកបងខំសន្សំវាទុកមិនហ៊ានទិញរបស់ល្អដើម្បីប្រើប្រាស់ផងអូនឯងជួយគិតមើលបងខំប្រឹងធ្វើការ1ឆ្នាំបងសន្សំបានមាសតែ1កាក់ប៉ុណ្ណោះឯងគឺជាប្អូនស្រីដ៏ល្អរបស់បងហើយបងក៏ចង់ឲ្យស្វាមីរបស់ឯងក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដែរប៉ុន្តែបើស្វាមីរបស់ឯងអាចបង្ហាញគម្រោងការច្បាស់លាស់ទៅមិត្តភ័ក្តិរបស់បងឈ្មោះម៉ាសិនហើយបើម៉ាសិនយល់ថាជាគម្រោងការល្អនឹងអាចរកប្រាក់ចំណេញបានពេលនោះបងរីករាយនឹងឲ្យគេខ្ចីមាសទាំងអស់ដែលបងខំសន្សំហើយគេនឹងក្លាយជាអ្នកជំនួញដ៏ជោគជ័យនាពេលអនាគតម្នាក់ចូលលោកធ្វើតាមដូចអ្វីដែលខ្ញុំនិយាយទៅហើយបើប្អូនថ្លៃរបស់លោកចង់ធ្វើជំនួញជោគជ័យមែនគេប្រកាសជាមករកខ្ញុំនឹងបង្ហាញគម្រោងការរបស់គេជាមិនខានប៉ុន្តែបើគេគ្មានគម្រោងការច្បាស់លាស់ទេគេគ្រាន់តែជាកូនបំណុលដែលមិនអាចសងមាសទៅលោកវិញបានប៉ុណ្ណោះកាលដែលខ្ញុំខ្លាចជានាយទុនចងការមាសដោយសារតែខ្ញុំមានមាសច្រើនជាងតម្រូវការរបស់ខ្ញុំហើយខ្ញុំចង់ឲ្យមាសរបស់ខ្ញុំដែលនៅសល់ជួយធ្វើការឲ្យអ្នកដទៃដោយការធ្វើដូច្នេះខ្ញុំក៏ទទួលបានការប្រាក់ដែលជាចំណូលបន្ថែមប៉ុន្តែខ្ញុំក៏មិនចង់ឲ្យមាសរបស់ខ្ញុំបាត់បង់ដែរព្រោះខ្ញុំរកវាមកបានប៉ុណ្ណឹងគឺលំបាកខ្លាំងណាស់ដូច្នេះប្រសិនបើខ្ញុំមើលទៅឃើញថាគ្មានសុវត្ថិភាពនិងមិនអាចយកមកវិញបានទេខ្ញុំនឹងមិនឲ្យគេខ្ចីឡើយហើយបើគ្មានអ្វីដែលមានតម្លៃស្មើឬលើសតម្លៃមាសដែលខ្ចីទុកសម្រាប់ធានានោះខ្ញុំក៏មិនឲ្យខ្ចីដែររ៉ូដិនខ្ញុំបានប្រាប់លោករួចហើយពីអាត់កំបាំងមួយចំនួននៅក្នុងហឹបមួយនេះឥឡូវលោកត្រូវយល់ពីភាពទន់ខ្សោយរបស់មនុស្សគឺគេគិតតែចង់ខ្ចីបំណុលតែមិនគិតរកប្រាក់មកសងបំណុលឡើយមនុស្សគិតតែចង់បានមាសប្រាក់ធ្វើដើមទុនដើម្បីរកស៊ីតែគេមិនបានគិតពីសមត្ថភាពរបស់ខ្លួន
ខ្លួនថាតើគេអាចបំពេញកិច្ចការនេះបានដែរឬអត់ Roden ពេលនេះលោកមានមាសនៅក្នុងដៃរបស់លោកហើយដូច្នេះលោកអាចយកវាទៅរកស៊ីឲ្យកាន់តែមានប្រាក់ចំណូលច្រើនឡើងបន្ថែមទៀតថ្ងៃអនាគតលោកអាចនឹងក្លាយជាអ្នកចងការប្រាក់ដូចខ្ញុំដែរប្រសិនបើលោកខំថែមាសដែលលោកខំប្រឹងសន្សំនេះឲ្យមានសុវត្ថិភាពវានឹងរកចំណូលឲ្យលោកបន្ថែមទៀតហើយវានឹងរកប្រាក់ចំណូលឲ្យលោកដោយគ្មានទីបញ្ចប់ពេលនោះលោកនឹងមានសេចក្តីសុខលើគំនោមាសប្រាក់ជាមិនខានប៉ុន្តែបើលោកធ្វើឲ្យវិនាសដោយភាពល្ងងខ្លៅលោកនឹងមានភាពសោកសៅអស់មួយជីវិតបន្តមកទៀតម៉ាសិនសួរជាទម្លាប់ថាតើមានវិធានការយ៉ាងណាចំពោះមាសនៅក្នុងថង់ប្រាក់របស់លោក Roden ឆ្លើយចង់រក្សាវាទុកយ៉ាងមានសុវត្ថិភាពបំផុតម៉ាសិនសួរលោកមានគំនិតល្អព្រោះរឿងដំបូងដែលត្រូវធ្វើគឺត្រូវថែរក្សាឲ្យបានគង់វង្សប៉ុន្តែបើលោកយកមាសរបស់លោកទៅឲ្យស្វាមីរបស់ប្អូនស្រីលោកតើវាមានសុវត្ថិភាពដែរឬទេ Roden ឆ្លើយខ្ញុំយល់ថាវាគ្មានសុវត្ថិភាពទេព្រោះគេមិនមែនជាអ្នកគ្រប់គ្រងមាសដោយឆ្លៀសវៃនោះឡើយម៉ាសិននិយាយហេតុដូច្នេះលោកមិនត្រូវផ្ញើទ្រព្យសម្បត្តិរបស់ខ្លួនទុកនៅក្នុងដៃអ្នកដទៃនោះឡើយហើយបើលោកចង់ជួយគ្រួសារឬមិត្តភ័ក្តិលោកត្រូវរកវិធីដទៃដើម្បីជួយពួកគេគឺត្រូវធ្វើយ៉ាងណាកុំឲ្យទ្រព្យសម្បត្តិរបស់លោកបាត់បង់ឲ្យសោះលោកត្រូវដឹងថាមាសរមែងរបូតចេញពីដៃម្ចាស់ណាដែលគ្មានសមត្ថភាពការពារវារីឯការចាយវាយប្រាក់សបាយខ្ជិះខ្ជាយវាក៏មិនខុសពីការយកទ្រព្យសម្បត្តិដែលខំរកយ៉ាងលំបាកទៅឲ្យអ្នកដទៃនោះដែរម៉ាសិនសួរបន្តចុះបើមាសរបស់លោកមានសុវត្ថិភាពហើយតើលោកត្រូវធ្វើរបៀបណាទៀត Roden ឆ្លើយគឺចង់ប្រើប្រាស់វាដើម្បីបង្កើតមាសឲ្យខ្ញុំបន្ថែមទៀតម៉ាសិននិយាយលោកនិយាយត្រូវមើលទៅលោកចាប់ផ្ដើមឆ្លាតជាងមុនច្រើនហើយយើងត្រូវយកវាទៅរកប្រាក់ចំណូលបន្ថែមឲ្យយើងកាន់តែច្រើនបើសិនបើយកមាសទៅឲ្យអ្នកដទៃខ្ចីដោយភាពឈ្លាសវៃវានឹងបង្កើតមាសឲ្យយើងច្រើនទ្វេដងប៉ុន្តែប្រសិនបើលោកប្រើប្រាស់វាដោយការផ្សងព្រេងឬប្រថុយប្រឋានមាសនោះនឹងវិនាសចំណែកចំណូលដែលត្រូវរកបានក៏ត្រូវវិនាសដែរដូច្នេះលោកមិនត្រូវជាប់ផុងក្នុងគំនិតស្រមើស្រមៃដោយសម្លឹងរំពៃថាគម្រោងការនោះអាចរកប្រាក់ចំណូលបានច្រើននិងឆាប់មានបានខុសពីធម្មតានោះទេលោកត្រូវចាំថាគម្រោងការបែបនេះគឺជាការកើតចេញពីគំនិតរបស់មនុស្សដែលចូលចិត្តស្រមើស្រមៃរវើរវាយគ្មានជំនាញក្នុងការធ្វើជំនួញឲ្យជោគជ័យលោកត្រូវចាំរឿងម្យ៉ាងទៀតថាការដាក់មាសប្រាក់ឲ្យអ្នកដទៃដោយគ្មានអ្វីជាវត្ថុធានាគឺមានហានិភ័យខ្ពស់ក្នុងការបាត់បង់លោកត្រូវសេពគប់និងធ្វើចំនួនជាមួយមនុស្សដែលជោគជ័យនិងត្រូវឲ្យប្រាក់កម្ចីដល់មនុស្សណាដែលមានជំនាញចំណេះដឹងនិងបទពិសោធន៍ហើយអាចប្រើប្រាស់ប្រាក់កម្ចីនោះដើម្បីបង្កើតប្រាក់ចំណេញបានបើលោកអាចធ្វើដូច្នេះបានលោកនឹងជៀសផុតពីរឿងអាក្រក់ៗដែលមនុស្សទាំងឡាយតែងតែជួបប្រទះដែលរឿងអាក្រក់ៗនោះគឺជាការកើតចេញពីការប្រើមាសដោយភាពល្ងង់ខ្លៅនេះឯងលោកអាចពិសោធន៍ជាមួយនឹងមាសដែលព្រះរាជាទ្រង់បានប្រទានឲ្យលោកគឺថាបើលោកចង់ទុកមាស50កាក់នេះឲ្យមានសុវត្ថិភាពដោយមិនប្រើប្រាស់វាលើរឿងអ្វីមួយនោះលោកមិនត្រូវបង្ហាញឲ្យគេដឹងឡើយព្រោះវាអាចនឹងកើតចោរកម្មចំពោះលោកបានចំណែកឯការដកចាយវាយច្រើនពេកក៏ធ្វើឲ្យលោកលង់ខ្លួនក្នុងភាពត្រេកត្រអាលដែរប៉ុន្តែបើលោកស្ដាប់ការណែនាំនិងពិគ្រោះយោបល់ឲ្យបានច្រើនពីអ្នកជំនាញលោកនឹងមានឱកាសច្រើនក្នុងការបង្កើតប្រាក់ចំណេញពីមាសនោះជាងគ្រាន់តែទុកវាឲ្យមានសុវត្ថិភាពការដែលខ្ញុំនិយាយរឿងរ៉ាវអាត់កំបាំងអំពីហឹបរបស់ខ្ញុំនេះគឺខ្ញុំចង់ឲ្យលោកកើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងឲ្យមាសចេញពីថង់ប្រាក់លោកត្រូវតែប្រកាសក្នុងចិត្តថាមាសនោះអាចយកមកវិញដោយសុវត្ថិភាព Roden បើលោកចង់បានការណែនាំពីខ្ញុំបន្ថែមទៀតលោកអាចមកជួបខ្ញុំនៅថ្ងៃណាក៏បានខ្ញុំរីករាយនឹងផ្ដល់យោបល់ឲ្យលោកតាមដែលអាចធ្វើទៅបានមុននឹងត្រឡប់ទៅវិញសូមលោកអានពាក្យមួយឃ្លានេះទៅគឺពាក្យដែលខ្ញុំបានឆ្លាក់នៅក្រោមគម្របហឹបខ្ញុំគិតថាវាសំខាន់ខ្លាំងណាស់សម្រាប់អ្នកខ្ចីនិងអ្នកឲ្យគេខ្ចីគឺចូលប្រយ័ត្នទើបមិនកើតវិបត្តិធំ